បាទជំរាបសួរបងប្អូនខ្ញុំបាទលីពេញតែមានកិត្តិយសមកជួបបងប្អូនសាជាថ្មីម្ដងទៀតនៅក្នុងคลิปវីដេអូនេះហើយคลิปវីដេអូនេះមានសារៈសំខាន់ពិសេសហ្នឹងហើយជាពិសេសគឺផ្នែកបងប្អូនជាបរិសុទ្ធគ្នាយើងហ្នឹងហើយធម្មតានៅក្នុងជីវិតរស់នៅរបស់យើងហ្នឹងយើងតែងតែធ្លាប់តែឮណាថាស្ត្រីដល់ដំណាក់កាលអស់រដូវហ្នឹងហើយដំណាក់កាលអស់រដូវឬក៏ស្ត្រីដែលអស់រដូវមានបញ្ហា1 2 3 4 5អញ្ចឹងទៅយ៉ាងណាមិញបរិសុទ្ធយើងក៏មានអាការៈនៃការអស់រដូវរបស់បរិសុទ្ធដែរគ្រាន់តែគេមិនហៅថាបរិសុទ្ធអស់រដូវទេហ្នឹងហើយដូច្នេះបើជាស្ត្រីពេលដែលដំណាក់កាលដែលគាត់អស់រដូវរបស់គាត់ហ្នឹងគឺជាដំណាក់កាលដែលគាត់មានអាយុពី40ក្រាស់ឡើងទៅដល់50ហ្នឹងគាត់អស់រដូវភាសាអង់គ្លេសគេហៅថា menopause របស់ស្ត្រីណាហ្នឹងដំណាក់កាលដែលគាត់រាំងរដូវឬក៏អស់រដូវហ្នឹងហើយផ្ទុយទៅវិញផ្នែកបរិសុទ្ធក៏ដូចគ្នានឹងដែរក៏មានអាការៈនៃការចុះបន្ថយនៅអរម៉ូនដែរដូច្នេះការដែលរាំងរដូវរបស់ស្ត្រីគឺដោយសារការដែលថយចុះនៃអរម៉ូនរបស់ស្ត្រីហ្នឹងហើយដែលគេហៅថាestrogen របស់ស្ត្រីដែលធ្វើគាត់ឲ្យគាត់នឹងឈប់មានរដូវហ្នឹងហើយហ្នឹងគឺផ្នែកស្ត្រីគេហៅថា menopause អស់រដូវរបស់ស្ត្រីចំពោះបុរសវិញគឺការថយចុះនៃអរម៉ូនផ្លូវភេទរបស់បុរសដែលមានឈ្មោះថា androgen ហ្នឹងគឺជាអរម៉ូនរបស់បុរសសុទ្ធសាធហ្នឹងហើយដូច្នេះពេលដែលដំណាក់កាលមួយពីអាយុ40ឡើងទៅហ្នឹងបុរសយើងនឹងចាប់ផ្ដើមថយចុះនៅប្រភេទអរម៉ូនហ្នឹងហើយដូច្នេះអរម៉ូនandrogenហ្នឹងគឺវាមានសារៈសំខាន់ច្រើនណាស់សម្រាប់ទ្រទ្រង់សរីរាង្គកាយរបស់បុរសហ្នឹងប៉ុន្តែ androgen ហ្នឹងវាបង្កើតចេញជាអរម៉ូន3ប្រភេទទៀតនៅក្នុង1 2 3ហ្នឹងប៉ុន្តែក្នុងហ្នឹងវាមានអរម៉ូនមួយដែលសំខាន់ជាងគេដែលខ្ញុំលើកយកមកនិយាយនៅក្នុងប្រធានបទនេះគឺ testosterone ហ្នឹងគឺជាអរម៉ូនរបស់បុរសណាដែលជាប្រភេទនៃសមាជិករបស់ androgen ដែលជាអរម៉ូនបុរសប៉ុន្តែ androgen ហ្នឹងវាបង្កើតចេញជាអរម៉ូន testosterone ហ្នឹងមានទូនាទីផ្សេងគ្នាប៉ុន្តែ testosterone ហ្នឹងវាគឺជាអរម៉ូនដែលបញ្ជាក់អំពីភេទរបស់បុរសយើងហ្នឹងហើយស្ត្រីគេមាន estrogen ជាអរម៉ូនរបស់ស្ត្រីហ្នឹងហើយចំពោះបុរសយើងមាន testosterone គឺជាអរម៉ូនដែលដើម្បីបញ្ជាក់ថាជាភេទយើងជាភេទបុរសហ្នឹងហើយមុខងាររបស់អរម៉ូនហ្នឹងខ្ញុំនឹងរាយរាប់នៅបន្តិចទៀតនេះដូច្នេះក្នុងប្រធានបទនេះខ្ញុំសង្ឃឹមថាបងប្អូនដែលជាបុរសគួរតែយល់អំពីសរីរាង្គកាយរបស់យើងស្វែងយល់អំពីអរម៉ូនផ្លូវភេទរបស់យើងតើអរម៉ូនផ្លូវភេទរបស់យើងនឹងវាមានសារៈសំខាន់យ៉ាងម៉េចខ្លះតាមពិតទៅប្រភេទអរម៉ូន testosterone ហ្នឹងគឺជាប្រភេទអរម៉ូនមួយដែលមានសារៈសំខាន់យើងនិយាយថាជាអរម៉ូនសម្រាប់អរម៉ូនផ្លូវភេទប៉ុន្តែមិនមែនសម្រាប់តែខាងផ្លូវភេទតែមួយមុខទេអរម៉ូនប្រភេទហ្នឹងគឺថាវាទ្រទ្រង់សរីរាង្គកាយរបស់យើងពេញមករាងកាយរបស់យើងច្រើនមុខងារជាទីបំផុតដូច្នេះឥឡូវក្នុងប្រធានបទនេះខ្ញុំចង់ណែនាំបងប្អូនដែលជាបុរសឲ្យបានយល់អំពីបញ្ហាអរម៉ូនហ្នឹង testosterone ហ្នឹងគឺជាអរម៉ូនរបស់បុរសប៉ុន្តែសួរថាតើស្ត្រីមានអរម៉ូន testosterone ហ្នឹងទេគឺស្ត្រីក៏មានដែរប៉ុន្តែស្ត្រីគេមានអរម៉ូនរបស់គេដែលជាស្ត្រីហ្នឹងគឺ estrogen ហ្នឹងគឺជាអរម៉ូនរបស់ស្ត្រីប៉ុន្តែក្នុងសរីរាង្គរបស់ស្ត្រីក៏មានអរម៉ូនរបស់បុរសដែរប៉ុន្តែមានចំនួនតិចតួចទេtestosterone ហ្នឹងគឺមានតិចបុរស10ស្ត្រីមានប្រហែលតែ1ភាគទេនៅក្នុងសរីរាង្គកាយរបស់ស្ត្រីដូច្នេះក្នុងសរីរាង្គបុរសយើងហ្នឹងគឺថាtestosterone ហ្នឹងគឺជាអរម៉ូនដែលគេហៅថាជាអរម៉ូនបញ្ជាក់នៅភេទរបស់បុរសយើងហ្នឹងសំណួរសួរថាតើប្រភេទអរម៉ូនហ្នឹងវាកើតមកពីណាណាទី1ខ្ញុំចង់ណែនាំឲ្យបងប្អូនយល់ពីរាងកាយរបស់យើងសិនតើអរម៉ូន testosterone ហ្នឹងវាកើតមកពីណាអ្នក
ទីភ្នាក់ងារមួយណាដែលជាអ្នកបង្កើតប្រភេទអរម៉ូនបរិសុទ្ធយើងហ្នឹងគឺមាន3ស្ថាប័នសំខាន់ក្នុងការបង្កើតនៅអរម៉ូនបរិសុទ្ធរបស់យើងហ្នឹងគឺទី1គឺពងស្វាសរបស់បរិសុទ្ធពងស្វាសរបស់បរិសុទ្ធយើងហ្នឹងគឺថាមានសមត្ថភាពក្នុងការបង្កើតអរម៉ូនបរិសុទ្ធហ្នឹងរហូតដល់ 95% ភ្នាក់ងារទី2គឺក្រពេញនៅលើកលៀនរបស់យើងហ្នឹងដែលគេហៅថាជាក្រពេញបើនិយាយជាភាសាអង់គ្លេសគេហៅ adrenal gland គឺជាក្រពេញ adrenal ណាក្រពេញ adrenal ហ្នឹងវានៅឯណាដូចជាក្នុងកលៀនរបស់មនុស្សយើងហ្នឹងនៅផ្នែកខាងលើកលៀនរបស់យើងប្រៀបបានដូចជាសណ្ដែកបាយអញ្ចឹងនៅផ្នែកខាងលើប្រៀបបានដូចជាមួកអញ្ចឹងលឿងទូចមួយនៅផ្នែកខាងលើកលៀនរបស់យើងហ្នឹងអាហ្នឹងហើយដែលគេហៅថា adrenal gland ហ្នឹងវាមានតួនាទីមហាសាលក្នុងការទ្រទ្រង់សរីរាង្គកាយ1 2 3 4 5លើរាងកាយរបស់យើងទៀតប៉ុន្តែក្នុងហ្នឹងក៏វាមានមួយផ្នែកក្នុងការបង្កើតនៅ testosterone ដែលជាអរម៉ូនរបស់បុរសហ្នឹងដែរដូច្នេះត្រូវបងប្អូនត្រូវចាំថារាងកាយរបស់យើងបង្កើតបានអរម៉ូនបរិសុទ្ធហ្នឹងពីពងស្វាសយើងជាមួយនឹងក្រពេញនៅលើកលៀនរបស់យើងភ្នាក់ងារទាំងពីរហ្នឹងគឺជារោងចក្រសម្រាប់ផលិតប៉ុន្តែរោងចក្រផលិតនឹងបានវាទាមទារត្រូវការសហការអ្នកបញ្ជាហ្នឹងអ្នកដែលបញ្ជាដើម្បីឲ្យភ្នាក់ងារទាំងពីរហ្នឹងធ្វើការគឺអ្នកបញ្ជាហ្នឹងគឺអ្នកណាគឺខួរក្បាលរបស់យើងដែលគេហៅថា pituitary gland ដែលគឺជាសំណុំខួររបស់យើងផ្នែកខាងលើផ្នែកខាងក្រោមផ្នែកខាងក្នុងរបស់ខួររបស់យើងសំណុំខួរហ្នឹងវាមានដុំតូចមួយហ្នឹងគេហៅថា pituitary gland ហ្នឹងគឺវាមានតួនាទីក្នុងការបញ្ចេញនៅអរម៉ូនមួយគេហៅថា LH ណា LH ប្រភេទអរម៉ូន LH ហ្នឹងហើយដែលជាអរម៉ូនដែលខួរក្បាលយើងបញ្ចេញមកអរម៉ូន LH ហ្នឹងគឺបញ្ចេញមកដើម្បីមកបញ្ជាក្រលៀនជាមួយនឹងពងស្វាសរបស់បុរសហ្នឹងឲ្យបង្កើតចេញជាអរម៉ូនហ្នឹងដូច្នេះសាច់រឿងគឺអញ្ចឹងបងប្អូនគ្រាន់តែយល់ថាយើងវាមានអរម៉ូនចេញមកពីកន្លែងណាភ្នាក់ងារមួយណាដែលជាអ្នកបង្កើតអ្នកណាជាអ្នកបញ្ជាវាប៉ះពាល់ទៅជាមួយខួរក្បាលជាអ្នកបញ្ជាបង្កើតនៅអរម៉ូនហ្នឹងវាបញ្ចេញចុះមកដើម្បីបញ្ជាឲ្យក្រលៀនរបស់យើងហ្នឹងកពេញលើក្រលៀនជាមួយនឹងពងស្វាសរបស់យើងបង្កើតបាននៅជាandrogen ហ្នឹងដែលក្នុងនោះវាមាន testosterone ដែលជាអរម៉ូនរបស់បុរសណាសំណួរសួរថាតើ testosterone ហ្នឹងវាមានតួនាទីយ៉ាងម៉េចខ្លះវាមានផលប្រយោជន៍យ៉ាងម៉េចខ្លះសម្រាប់រាងកាយរបស់យើងដូច្នេះយើងត្រូវយល់ពីអាហ្នឹងសិនដើម្បីកាលណាយើងយល់អំពីអត្ថប្រយោជន៍របស់វាហ្នឹងបានយើងឲ្យតម្លៃទៅវាកាលណាយើងដឹងថាវាមានអត្ថប្រយោជន៍យើងឲ្យតម្លៃពេលណាយើងឲ្យតម្លៃយើងចេះធ្វើយ៉ាងម៉េចដើម្បីរក្សាតម្លៃវាធ្វើយ៉ាងម៉េចឲ្យវាមានវានៅជាមួយយើងដូច្នេះអានឹងដែលជាចំណុចដែលខ្ញុំចង់តាមពិតទៅ anatomy នឹងសម្រាប់តែអ្នកសិក្សាសម្រាប់តែវិជ្ជាបណ្ឌិតអីទេប៉ុន្តែសម័យកាលនេះខ្ញុំចង់ឲ្យបងប្អូនត្រូវយល់ទាំងអស់គ្នាអំពីបញ្ហាហ្នឹងបកបង្ហាញឲ្យបងប្អូនយល់ទាំងអស់គ្នាអំពីសរីរាង្គកាយរបស់យើងហ្នឹងកាលណាបងប្អូនយល់ហើយបងប្អូនចាំមួយជីវិតឥឡូវខ្ញុំចាប់ដល់ចូលទៅដល់មុខងារអត្ថប្រយោជន៍នៃក្រពេញអរម៉ូន testosterone របស់បុរសយើងហ្នឹងគឺទី1វាមានតួនាទីក្នុងការគ្រប់គ្រងធ្វើឲ្យបុរសហ្នឹងមានគេហៅថាជានិមិត្តសញ្ញាជាបុរសដែលមានសម្លេងណាដែលមានសម្លេងជាបុរសណាដូច្នេះអរម៉ូនប្រភេទអរម៉ូនហ្នឹងមានតួនាទីសម្រាប់ទៅធ្វើឲ្យយើងហ្នឹងក៏ពេញសម្លេងរបស់យើងហ្នឹងពេលដែលយើងនិយាយចេញមកគឺសម្លេងកលសម្លេងប្រកាសថាតង់ទៀបណាហ្នឹងហើយអថូនទៀបហ្នឹងហើយចំពោះស្ត្រីគេមានអថូនខ្ពស់គឺដោយសារអរម៉ូនរបស់គេផ្សេងestrogen របស់ស្ត្រីផ្សេងដូច្នេះគេធ្វើឲ្យអថូនរបស់ស្ត្រីហ្នឹងសម្លេងគឺខ្ពស់ជាងយើងហើយចំពោះយើងមាន testosterone ហ្នឹងគឺវាធ្វើឲ្យសម្លេងរបស់យើងហ្នឹងចេញមកជាបរោះហ្នឹងហើយដូច្នេះសម្លេងយើងជាបរោះយើងដឹងណាសម្លេងវាអញ្ចឹងណាហ្នឹងហើយដូច្នេះទី1គឺធ្វើឲ្យសម្រួលអត់សម្លេងទី2វាជួយនៅបង្កើតនៅកោសិកាសាច់ដុំរបស់យើងណារាងកាយរបស់យើងបរោះ
ពេលដែលមាន testosterone ហ្នឹងគឺថាវាធ្វើឲ្យកោសិកាសាច់ដុំរបស់យើងហ្នឹងវារីកចម្រើននឹងវាជួយធ្វើឲ្យអញ្ចឹងហើយបានជាបុរសរបស់យើងហ្នឹងមានសាច់ដុំច្រើនជាងស្ត្រីណាដោយសារអីដោយសារយើងមាន testosterone ច្រើនជាងស្ត្រីអញ្ចឹងវាជាភ្នាក់ងារមួយបង្កើតនៅកោសិកាសាច់ដុំទី2ធ្វើឲ្យយើងមានកម្លាំងធម្មតាកាលណាយើងមានសាច់ដុំច្រើនហើយអុកម៉ូនប្រភេទ testosterone ហ្នឹងក៏ជាប្រភពថាមពលធ្វើឲ្យយើងហ្នឹងមានកម្លាំងកំហែងខ្លាំងជាងស្ត្រីទៀតដោយសារអីដោយសារអុកម៉ូនប្រភេទហ្នឹងណាទី1សម្លេងទី2ជួយឲ្យយើងបង្កើតសាច់ដុំទី3ធ្វើឲ្យយើងមានថាមពលខ្លាំងហើយជាមួយនឹងមានសារៈសំខាន់ផ្លូវភេទគឺថាធ្វើឲ្យគឺជាប្រភពនៃការឲ្យបង្កើតបាននៅទឹកកាមរបស់បុរសណាដែលគេហៅថា spermato ណាហ្នឹងហើយដូច្នេះ testosterone ហ្នឹងគឺមានតួនាទីក្នុងការធ្វើឲ្យយើងហ្នឹងបង្កើតបានទឹកកាមជាមួយនឹងចំណង់ផ្លូវភេទណាប្រភេទអរម៉ូនប្រភេទហ្នឹងធ្វើឲ្យយើងមានចំណង់ផ្លូវភេទបូករួមជាមួយនឹងតួនាទីមួយទៀតគឺក្នុងការចូលរួមបង្កើតបាននៅកោសិកាឆ្អឹងសម្រាប់ទ្រទ្រង់រាងកាយរបស់យើងហ្នឹងដោយក្នុងប្រធានបទនិយាយអំពីជំងឺស្គួតឆ្អឹងអីមុនដែលខ្ញុំធ្លាប់និយាយហ្នឹងព្រោះខ្ញុំធ្លាប់បានណែនាំឲ្យគឺថាឆ្អឹងយើងហ្នឹងវាកកើតបានហ្នឹងដោយសារ1 ពី 3ក្នុងហ្នឹងក៏វាមានអរម៉ូនរបស់បុរសឬក៏អរម៉ូនរបស់ស្ត្រីដែរហ្នឹងដូច្នេះវាមានតួនាទីក្នុងការនេះហ្នឹងហើយមួយទៀតធ្វើឲ្យជួយសម្រួលគ្រប់គ្រងនៅអារម្មណ៍របស់យើងនឹងទៀតណានៅពេលដែលជាឲ្យយើងមានលក្ខណៈចេញជាបុរសណាជាចិត្តគំនិតឬក៏ចរិតជាបុរសនិយាយចំទៅហើយមួយទៀតមានសារៈសំខាន់ក្នុងការបង្កើតបាននៅសក់ជាមួយនឹងរោមណា testosterone ហ្នឹងគឺមានតួនាទីក្នុងការបង្កើតបាននៅកោសិកាសក់ជាមួយនឹងប្រភេទអរម៉ូនហ្នឹងគឺវាធ្វើឲ្យបុរសយើងហ្នឹងវាមានខុសប្លែកពីស្ត្រីត្រង់ថាយើងមាន testosterone ហ្នឹងវាធ្វើឲ្យមនុស្សប្រុសហ្នឹងយើងមានពុកមាត់ណាមានពុកមាត់មានពុកមាត់សងខាងក៏ដូចជានៅដើមទ្រូងរបស់យើងហ្នឹងមានរោមនៅលើទ្រូងនៅតាមដើមដៃភ្លៅជើងរបស់យើងហ្នឹងមានរោមច្រើនជាងស្ត្រីណាហ្នឹងហើយអញ្ចឹងអរម៉ូនប្រភេទហ្នឹងវាចូលរួមក្នុងការបង្កើតនៅកោសិកាជាតិស្នែងដែលជាតិសក់របស់យើងហ្នឹងហើយសក់រោមយើងហ្នឹងដូច្នេះអញ្ចឹងហើយបានជាបុរសយើងមានរោមច្រើនជាងស្ត្រីដៃជើងឯគ្នាអត់សូវមានទេហ្នឹងហើយមានបើសិនជាអ្នកខ្លះគេគ្នាមានច្រើនហ្នឹងបើពិនិត្យឈាមទៅឃើញថា testosterone របស់ស្ត្រីហ្នឹងក៏ឡើងខ្ពស់ធ្វើឲ្យគាត់មានស្ត្រីមួយចំនួនគាត់ក៏មានពុកមាត់មានរោមដៃរោមអីក្រាស់ជាងច្រើនជាងបុរសក៏មានដែរទៅតាមសរីរាង្គរបស់គាត់ហ្នឹងណាហ្នឹងហើយដោយសារប្រភេទ testosterone ហ្នឹងហើយដូច្នេះអត្ថប្រយោជន៍វាអញ្ចឹងហើយអាហ្នឹងគឺថាសារៈសំខាន់របស់រាងកាយរបស់យើងហើយបើកាលណាយើងខ្វះនៅ testosterone ហ្នឹងអាហ្នឹងវាធ្វើឲ្យប៉ះពាល់ដល់រាងកាយរបស់យើងហើយណាវានឹងយ៉ាងម៉េចដូច្នេះតាមធម្មតាយើងអរម៉ូនប្រភេទអរម៉ូនហ្នឹងវាចាប់ផ្ដើមថយចុះពី1ឆ្នាំទៅ1ឆ្នាំគឺថាជារៀងរាល់ឆ្នាំបុរសត្រូវបាត់បង់នៅប្រភេទអរម៉ូន testosterone ហ្នឹង 1% ក្នុង1ឆ្នាំណាជាកត្តាធម្មជាតិរបស់យើងណាតាមលក្ខណៈធម្មជាតិរបស់យើងហ្នឹងហើយដូច្នេះអញ្ចឹងហើយបានជាដល់ទៅពេលយើងដល់ដំណាក់កាលមួយគេហៅថាអាយុពី40ក្រាស់50ឡើងទៅអរម៉ូនរបស់យើងហ្នឹងវាចាប់ដើមថយរៀងរាល់ឆ្នាំទៅដល់ដំណាក់កាលមួយហ្នឹងដែលធ្វើឲ្យបុរសរបស់យើងហ្នឹងគឺថាចាប់ដើមខ្វះអរម៉ូនប្រភេទហ្នឹងច្រើនហើយចាប់ដើមថយចុះហើយពី40ឡើងទៅអញ្ចឹងបានជាយើងមានអាការៈគេហៅថា andropause ហ្នឹងគឺថាការអស់រដូវរបស់បុរសហ្នឹងហើយខ្ញុំនិយាយហ្នឹងប៉ុន្តែភាសាក្រៅបច្ចេកទេសទេហ្នឹងហើយប៉ុន្តែខ្ញុំគ្រាន់តែធៀបនិយាយមកបើធៀបទៅស្ត្រីគឺអស់រដូវរបស់ស្ត្រីពេលដែលគាត់អស់រដូវចំពោះយើងដល់វ័យហ្នឹងពី40ក្រាស់40ជាង50 60ហ្នឹងចាប់ផ្ដើមអរម៉ូនហ្នឹងគឺវាថយចុះដល់ដំណាក់កាលមួយខ្វះអរម៉ូនប៉ុន្តែ
ខុសពីស្ត្រីត្រង់ថាស្ត្រីដល់ទៅពេលវ័យដែលគ្នាអស់រដូវគឺថាអរម៉ូនពីដៃស្បូនរបស់គាត់ហ្នឹងឈប់បង្កើតនៅអាស្ត្រូហ្សែនហ្នឹងវាច្រើនហ្នឹងវាបង្កើតបានតិចតួចបំផុតប៉ុន្តែវាកំហុកហ្នឹងពេលដែលអស់រដូវក្នុងដំណាក់កាលហ្នឹងធ្វើឲ្យស្ត្រីហ្នឹងគឺថាមានការប្រែប្រួលខ្លាំងហើយពេលដែលគាត់អស់រដូវយ៉ាងណាមិញបរិះយើងដោយសារបាត់ដោយសន្សំខុសពីស្ត្រីណាថយចុះពីមួយឆ្នាំគឺថយចុះជារៀងរហូតអាហ្នឹងតាមកត្តាធម្មជាតិដល់ពេលដែលយើងមានបញ្ហាមួយចំនួនទៀតធ្វើឲ្យយើងថយចុះកាន់តែកំហុកអាហ្នឹងក៏ធ្វើឲ្យយើងមានបញ្ហាច្បោកច្បល់ក្នុងរាងកាយរបស់យើងនឹងដែរប៉ុន្តែតាមលក្ខណៈធម្មជាតិទៅដល់អាយុ40ជាងទៅ50ហ្នឹងគឺដល់ដំណាក់កាលមួយដែលវាខ្វះរឿងច្រើនហើយម្ល៉េះហើយដល់យើងដំណាក់កាលហ្នឹងធ្វើឲ្យយើងហ្នឹងមានរោគសញ្ញាមួយចំនួនខ្ញុំនឹងរាយរាប់ជូនណាអញ្ចឹងសួរថាចុះធ្វើយ៉ាងម៉េចដើម្បីឲ្យដឹងថាយើងកំពុងតែដល់ដំណាក់កាលខ្វះប្រភេទអរម៉ូន testosterone បរិះនឹងច្រើនហើយយ៉ាងម៉េចដើម្បីឲ្យយើងដឹងថាយើងកំពុងតែប្រឈមនឹងបញ្ហាហ្នឹងណាដូច្នេះខ្ញុំក៏ចង់ចែករំលែកអំពីរោគសញ្ញាណាឲ្យបងប្អូនយល់អំពីអំបញ្ញមិញគឺអត្ថប្រយោជន៍ណាឥឡូវហ្នឹងចាប់ផ្ដើមធ្វើឲ្យខ្ញុំរាយរាប់អំពីរោគសញ្ញាតើរោគសញ្ញាយ៉ាងម៉េចដើម្បីឲ្យបងប្អូនដឹងថាខ្លួនឯងហ្នឹងកំពុងតែមានបញ្ហាហ្នឹងបងប្អូនត្រូវចំណាំថារឿងហ្នឹងបើសិនជាជួនកាលទៅយើងអត់ចាប់អារម្មណ៍យើងអត់ដឹងខ្លួនឯងទៀតអត់ដឹងខ្លួនឯងថាកំពុងតែប្រឈមនឹងបញ្ហាហ្នឹងទៀតដូច្នេះរោគសញ្ញាខ្ញុំនឹងចាប់ផ្ដើមរាយរាប់ទី1ធ្វើឲ្យបរិះហ្នឹងពីវ័យពី40ឡើងទៅហ្នឹងធ្វើឲ្យរាងកាយរបស់គាត់ហ្នឹងមានអារម្មណ៍ថាធ្វើការងារអីឆាប់ហេវឆាប់ហត់ណាដូចល្វើយហ្នឹងហើយល្វើយដោយសារអីដូចខ្ញុំនិយាយខាងដើមអញ្ចឹងអត្ថប្រយោជន៍វាជួយក្នុងធម៌ពលដោយសារយើងមាន testosterone គ្រប់គ្រាន់ធ្វើឲ្យយើងកម្លាំងខ្លាំងក្លាដល់ពេលវាថយចុះធ្វើឲ្យក្នុងវ័យហ្នឹងយើងចាប់ផ្ដើមហេវធ្វើការអីហ្នឹងឆាប់ហត់ណាល្វើយហ្នឹងហើយទី1ទី2ចំណង់ផ្លូវភេទរបស់គាត់ហ្នឹងក៏មានដែរប៉ុន្តែបើធៀបទៅពីឆ្នាំមុនគាត់ខ្លាំងជាងគាត់មានរួមភេទបានច្រើនដងជាងឬក៏មានចំណងផ្លូវភេទនឹងច្រើនដងជាងអញ្ចឹងបើធៀបទៅពី40-50ឡើងទៅហ្នឹងគឺថាយើងទទួលស្គាល់ទាំងអស់គ្នាវាចាប់ផ្ដើមថយចុះគឺដោយសារអីដោយសារចំនួនហ្នឹងជារោគសញ្ញាមួយដែលធ្វើឲ្យយើងដឹងថាយើងកំពុងតែប្រឈមខ្វះនៅអរម៉ូនហ្នឹងទី2ធ្វើឲ្យចិត្តរបស់គាត់នឹងឆាប់មានអារម្មណ៍ដូចថាឆេវឆាវឬក៏មានអារម្មណ៍ថាអន់ចិត្តសពូនឬក៏ធ្វើឲ្យមិនខុសពីស្ត្រីប្រមាណទេគ្រាន់តែវាសន្សំទៅដល់ដំណាក់កាលមួយហ្នឹងដូច្នេះនេះដល់ចំណុចបញ្ហាផ្លូវចិត្តកន្លែងហ្នឹងដែលធ្វើឲ្យចរិតរបស់យើងឆាប់ខឹងឆាប់អន់ចិត្តឆាប់ចាប់ទោសអូសដំណើរអីផ្សេងហ្នឹងគឺដោយសារtestosterone របស់យើងនឹងវាចុះទាបក្នុងដំណាក់កាលហ្នឹងខ្ញុំគ្រាន់តែបើកវងកញ្ចក់បន្តិចក្នុងជីវិតរស់នៅរបស់យើងទាំងស្ត្រីទាំងបុរសស្ត្រីវ័យពី40ឡើងទៅគឺជាដំណាក់កាលដែលគាត់អស់រដូវហើយយើងដឹងហើយពេលស្ត្រីអស់រដូវគឺធ្វើឲ្យអារម្មណ៍របស់គាត់ឆេវឆាវឆាប់ខឹងឆាប់អីគឺថាដោយសារវាផ្លាស់ប្ដូរនៅអរម៉ូនរបស់ស្ត្រីណាមិញយើងជាបុរសពេលដល់ដំណាក់កាលហ្នឹងក៏ដូចគ្នាចឹងដែរអញ្ចឹងហើយជីវិតរស់នៅប្តីប្រពន្ធក្នុងក្រុមគ្រួសាររបស់យើងហ្នឹងភាគច្រើនតាមខ្ញុំដែលសង្កេតឃើញច្រើនតែមានការបាក់បែកគ្នានៅក្នុងសុភមង្គលប្តីប្រពន្ធហ្នឹងពីអាយុ40ទៅដល់50ជាងបន្តិចហ្នឹងងាយនឹងប្រេះឆាងាយនឹងបែកបាក់ក្រុមគ្រួសារដោយសារអីដោយសារយើងអត់យល់ទាំងអស់គ្នាអំពីទាំងស្ត្រីទាំងបុរសដូច្នេះប្រធានបទហ្នឹងខ្ញុំចង់ឲ្យបងប្អូនយល់អំពីទី1បញ្ហាសុខភាពរបស់យើងទី2តើដោយសារមូលហេតុអីបានជាយើងអញ្ចឹងដូច្នេះកាលណាដែលយើងដឹងខ្លួនយើងហើយយើងអាចទប់វាបានណាដូច្នេះងាយណាស់ប្តីជីវិតប្តីប្រពន្ធងាយនឹងបែកផ្លូវគ្នាក្នុងកំឡុងពេលហ្នឹងណាដោយសារ
មួយប្រកាន់រៀងខ្លួនស្ត្រីនោះក៏គ្នាមានបញ្ហាអស់រដូវស្ត្រីបរោះយើងហ្នឹងក៏អុកមួនរបស់យើងកាន់តែថយចុះទៀតបូករួមជាមួយនឹងមានកូនមានចៅមុខរបរការងារជាច្រើនទៀតអាហ្នឹងហើយដែលងាយធ្វើឲ្យទ្រាំអត់បាននៅក្នុងដំណាក់កាលហ្នឹងហើយបើសិនជាបងប្អូនយល់ពីបញ្ហាហ្នឹងក្នុងដំណាក់កាលហ្នឹងយើងឃើញប្តីប្រពន្ធឆាវឆាវចេះអីហ្នឹងយើងផ្ដល់នៅមេត្តាធម៌គ្នាទៅវិញទៅមកយល់គ្នាទៅវិញទៅមកថាដោយសារអញ្ចឹងទៅយើងលើកលែងគ្នាឲ្យបានអាហ្នឹងវាអាចរួចផុតពីដំណាក់កាលហ្នឹងទៅយើងរស់នៅដោយសុខដុមរមនាជាមួយគ្នាហើយដូច្នេះហ្នឹងធ្វើឲ្យកាលណាដែលថយចុះហ្នឹងធ្វើឲ្យយើងហ្នឹងបរោះហ្នឹងគឺថាងាយខឹងឆាវឆាវឆុងឆាំងគ្រប់បែបយ៉ាងទាំងអស់ហ្នឹងហើយហ្នឹងហើយហើយមួយទៀតចាប់ដើមធ្វើឲ្យពីអាយុ40ឡើងទៅហ្នឹងធ្វើឲ្យកោសិកាសាច់ដុំរបស់គាត់នឹងចាប់ដើមថយចុះគាត់បាត់នៅកោសិកាសាច់ដុំដោយសារដូចខ្ញុំនិយាយខាងដើមមិញអញ្ចឹងណា testosterone មានតួនាទីក្នុងការបង្កើតសាច់ដុំឲ្យរាងកាយដូច្នេះកាលណាវាថយចុះបានន័យថាកោសិកាសាច់ដុំរបស់យើងក៏វាថយចុះដែរដូច្នេះវាបំពេញកាលណារាងកាយរបស់យើងវាអញ្ចឹងកាលណាសាច់ដុំរបស់យើងវាថយចុះខ្លាញ់វាចាប់ដើមកើនឡើងហើយព្រោះថា testosterone វាមានតួនាទីក្នុងការបង្កើតសាច់ដុំហើយធ្វើឲ្យគេហៅថា muscle tone ណាកំហាប់នៃកោសិកាសាច់ដុំហ្នឹងវារឹងមាំណាវារឹងណាវាហាប់ហ្នឹងហើយដល់ពេលដែលយើងដល់ដំណាក់កាលហ្នឹងកោសិកាអុកម៉ូនប្រភេទអុកម៉ូនវាថយចុះធ្វើឲ្យកោសិកាសាច់ដុំរបស់យើងវាថយចុះហើយmuscle tone របស់យើងវាចាប់ដើមខ្សោយចុះហ្នឹងហើយដែលធ្វើឲ្យរាងកាយរបស់យើងវាបំពេញមកវិញទៅដោយខ្លាញ់ណាអញ្ចឹងបងប្អូនជាបរិបទចាប់អារម្មណ៍ទេពេលដែលយើងអាយុ30ជាង40ទៅដល់50ហ្នឹងចាប់ដើមម្នាក់ហ្នឹងគឺថាចេញរូបរាងផ្លាស់ប្ដូររូបរាងហើយណាធ្វើឲ្យក្បាលពោះរបស់គាត់ហ្នឹងដុសក្បាលពោះធ្លាក់ក្បាលពោះឡើងក៏ផ្លេសហ្នឹងហើយចាប់ដើមគេថារាងកាយរបស់គាត់ហ្នឹងប្រែប្រួលហើយនឹងខូចរាងណាដោយសារអីដោយសារសាច់ដុំរបស់យើងថយចុះបំពេញមកវិញដោយខ្លាញ់ចំណុចកន្លែងហ្នឹងមួយដែលជារោគសញ្ញាដែលនេះខ្ញុំឲ្យដឹងហ្នឹងគឺតើពេលដែលយើងមានគេថាក្បាលពោះធំរាងក្បាលពោះធំធាត់លើសគីឡូអីហ្នឹងគឺដោយសារយើងបាត់ស្កោសាច់ដុំហ្នឹងផលប៉ះពាល់មួយទៀតគឺថាទុកលើទុកចំណុចកន្លែងហ្នឹងបងប្អូនជាបរិសុទ្ធគួរតែចាប់អារម្មណ៍កន្លែងហ្នឹងហើយត្រូវចាំកន្លែងហ្នឹងទៀតថាពេលដែលយើងធាត់លើសគីឡូក្បាលពោះយើងធំសរីរាង្គកាយរបស់យើងវាចាប់ផ្ដើមជាពិសេសគឺជាលិកាខ្លាញ់នៅលើក្បាលពោះរបស់យើងហ្នឹងនៅលើណង់នៅលើរាងកាយរបស់យើងហ្នឹងគេហៅជាលិកាខ្លាញ់ហ្នឹងវាចាប់ផ្ដើមបំលែងខ្លួនបង្កើតនៅអង់ស៊ីមជាលិកាខ្លាញ់ហ្នឹងវានឹងបង្កើតនៅអង់ស៊ីមមួយយ៉ាងដែលគេហៅថាអង់ស៊ីម aromatase អង់ស៊ីម aromatase នឹងហើយដែលជាដើមចមមួយគឺថាវាប្លន់យក testosterone របស់យើងនឹងកាន់តែច្រើនទៀតឲ្យយើងថយ testosterone ក្នុងរាងកាយរបស់យើងចុះកាន់តែច្រើនទៀតគឺវាធ្វើយ៉ាងម៉េចបងប្អូនត្រូវចាំទៀតកោសិកាជាលិកាខ្លាញ់ហ្នឹងវាបង្កើតចេញជាអង់ស៊ីម aromatase អង់ស៊ីម aromatase ហ្នឹងគឺជាអង់ស៊ីមមួយដែលវាបំលែង testosterone អុកម៉ូនបរោះរបស់យើងហ្នឹងឲ្យคล้ายទៅជា estrogen ដែលជាអុកម៉ូនរបស់ស្ត្រីចាំកន្លែងហ្នឹងពេលដែលយើងធាត់ខ្ញុំនិយាយម្ដងទៀតខ្ញុំចង់ឲ្យបងប្អូនយល់ស្ដាប់ក្នុងឃ្លីបមួយហ្នឹងហើយបងប្អូនចាប់ដើមយល់រួចហើយចាប់ដើមគិតពីបញ្ហាហ្នឹងណាកាលណាយើងបណ្ដោយខ្លួនឲ្យយើងកោសិកាសាច់ដុំរបស់យើងវាថយចុះខ្លាញ់វាចូលមកបំពេញបូករួមជាមួយនឹងការញ៉ាំចំណីអាហារដែលអត់មានវិជ្ជាជីវៈត្រឹមត្រូវគឺថាធ្វើឲ្យយើងដុសពោះជាលិកាខ្លាញ់របស់យើងនឹងវាបង្កើតនៅអង់ស៊ីមហ្នឹង aromatase ហ្នឹងវាទៅបំលែង testosterone របស់យើងហ្នឹងដែលកំពុងខ្វះហើយហ្នឹងដែលយើងនៅសេះសល់ប្រហែលហ្នឹងវាចាប់បំលែងទៅជាអុកម៉ូនរបស់ស្ត្រីគេហៅថា estrogen ហើយយើងត្រូវចាំថាអុកម៉ូនរបស់ស្ត្រីគេប្រើសម្រាប់នៅរាងកាយរបស់ស្ត្រីទី1ពេលដែលស្ត្រីខ្ញុំគ្រាន់តែមកផ្នែកស្ត្រីម្ដង
ពេលណាដែលយើងមានស្ត្រីមានអេស្ត្រូហ្សែនហ្នឹងគឺថាដូចជាស្ត្រីកូនក្មេងដែលក្មេងស្រីពីទឹមអាយុមិនតាន់មានរដូវអញ្ចឹងគាត់អត់តាន់មានអេស្ត្រូហ្សែនហ្នឹងរាងកាយរបស់ក្មេងហ្នឹងគឺនៅតែ slim ទូចស្អាតច្រឡឹងស្អាតណាដល់ទៅពេលដែលគាត់ចាប់ដើមមានរដូវចាប់ដើមគាត់មានអេស្ត្រូហ្សែនហ្នឹងធ្វើឲ្យរាងកាយរបស់យើងតាគៀករបស់គាត់ហ្នឹងចាប់ដើមរីកទ្រូងរបស់គាត់ហ្នឹងចាប់ដើមរីកណង់តាមកតាមឃ្លីអីហ្នឹងគាត់ចាប់ដើមបំពេញទៅដោយខ្លាញ់អញ្ចឹងណាអាហ្នឹងជាលក្ខណៈរបស់ស្ត្រីចុះយើងត្រឡប់មកវិញពេលដែលយើងជាលក្ខណៈយើងមានtestosterone ហ្នឹងគឺជាអង់ស៊ីមលក្ខណៈជាបរិសុទ្ធអញ្ចឹងបើយើងបណ្ដោយខ្លួនឲ្យខ្លួនយើងធន់តាមពេលវេលានឹងហើយវាបំលែងពី testosterone អុកម៉ូនបរិសុទ្ធយើងឲ្យទៅคล้ายជាអុកម៉ូនស្ត្រីយើងអាចដូរខ្លួនយើងរាងកាយរបស់យើងទៅជាមានលក្ខណៈជាស្ត្រីណាវាបាត់ភាពជាបរិសុទ្ធយើងមានភាពជាបរិសុទ្ធដោយសារយើងមាន testosterone ត្រូវចាំកន្លែងហ្នឹងចុះកាលណាបើ testosterone វាថយចុះវាคล้ายទៅជា estrogen ដូច្នេះរាងកាយរបស់យើងបងប្អូនចាប់អារម្មណ៍មើលអ្នកដែលធាត់ដែលអីហ្នឹងគឺក្បាលពោះគាត់ធាត់ហើយហ្នឹងចាប់ដើមមើលតាគៀកគាត់សងខាងធម្មតាយើងបរោះរាងគឺ slim កន្លែងតាគៀកអីហ្នឹងក្បាលពោះអីហ្នឹងគឺថតបើសិនជាគាត់ថែរក្សាសុខភាពស្រួលបួលគឺថាលក្ខណៈជាបរោះនៅតែថិតថេរប៉ុន្តែពេលដែលគាត់ធាត់ចាប់ដើមរាងកាយកាយវិការចរិតរបស់គាត់ហ្នឹងចាប់ដើមផ្លាស់ប្ដូរទៅតាមនឹងដោយសារestrogen ណារាងកាយរបស់យើងបំលែងមើលដំណើរដើររបស់បរោះហ្នឹងបើស្អីយើងមើលដំណើរលែងដំណើរជាបរោះហើយដំណើរចេញជាស្តៀងទៅជាស្ត្រីហើយដោយសារអីដោយសារខ្ញុំនិយាយអំបញ្ញមិនអញ្ចឹងនេះគឺជាលក្ខណៈគេថា anatomy បងប្អូនត្រូវយល់ពីបញ្ហាមិនងាយខ្ញុំជឿថាបើសិនជាបងប្អូនយល់ពីបញ្ហាចំណុចមួយនឹងហើយបងប្អូនចាំក្នុងមួយជីវិតក្នុងខួរក្បាលរបស់យើងដូច្នេះបងប្អូនចាប់អារម្មណ៍មើលតើអ្នកដែលលើសគីឡូមើលកាយវិការមើលរាងកាយរបស់គាត់ណាគឺលែងសូវមានជាលក្ខណៈជាបរិសុទ្ធហើយគួរឈប់ឆ្ងល់ទៅយើងត្រូវមើលឃើញគាត់ថាដោយសាររាងកាយរបស់គាត់នឹងធាត់ច្រើនពេកខ្លាញ់គាត់ច្រើនពេកអាខ្លាញ់នឹងវាបំលែងគាត់ឲ្យคล้ายទៅជាអង់ស៊ីមคล้ายជាអុកម៉ូនរបស់ស្ត្រី estrogen ហើយ estrogen ហ្នឹងវាបង្កើតចេញជាលក្ខណៈជាស្ត្រីឲ្យគាត់ហ្នឹងគឺត្រូវចាំចង់បរោះត្រឡប់មកវិញបរោះយើងបើសិនជាយើងចង់រក្សានៅភាពជាបរោះខ្លាំងភាពជាបរោះយើងគួរតែរក្សាtestosterone យើងរបស់យើងនឹងឲ្យបាននៅថេរហ្នឹងហើយតើយើងគួរតែធ្វើយ៉ាងម៉េចខ្ញុំនឹងរាយរាប់នៅបន្តទៀតចំណុចកន្លែងនេះខ្ញុំនិយាយឲ្យរៀងវែងបន្តិចព្រោះថាវាជាចំណុចសំខាន់ណាស់ក្នុងការដែលយើងថែរក្សាសុខភាពឲ្យបងប្អូនយល់អូខេហ្នឹងហើយចុះកាលណារោគសញ្ញាបន្តមកទៀតធ្វើឲ្យគាត់គេងអត់សូវបានដូចពេលដែលគាត់នៅអាយុក្រោម30ទេគាត់គេងអត់សូវបានស្កប់ទេគឺមូលហេតុអីដោយសារថយចុះនៅអុកម៉ូនហ្នឹងចូលមកចំណុចដូចខ្ញុំនិយាយខាងដើមមិញទៀតហើយពេលដែលយើងដល់testosterone ថយចុះធ្វើឲ្យកោសិកាសាច់ដុំរបស់យើងវាថយចុះmuscle tone របស់យើងហ្នឹងវាខ្សោយវាយាវាជ្រាយអញ្ចឹងពេលដែលយើងគេងទៅកឡោតរបស់យើងវាក៏ជាសាច់ដុំដែរជាប្រភេទសាច់ដុំកឡោតរបស់យើងដែរដូច្នេះដល់ពេលដែលណាដែលយើងថយចុះtestosterone នឹងច្រើនធ្វើឲ្យយើងហ្នឹងmuscle tone របស់យើងហ្នឹងវាយាពេលយើងគេងទៅគឺថាកឡោតរបស់យើងហ្នឹងវានឹងយាធ្លាក់មកគ្របនៅលើបំពង់ដង្ហើមរបស់យើងហ្នឹងយើងដេកសមុកច្រើនណាសមុកបងប្អូនមួយចំនួនហើយអ្នកដែលកាន់តែធាត់ក៏កាន់តែសមុកកាន់តែច្រើនទៀតណាហ្នឹងហើយដូច្នេះក្នុងវ័យពី40-50ឡើងទៅចាប់ដើមគេងកាន់ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសមុកទៅហ្នឹងហើយធ្វើឲ្យវារំខាននឹងការគេងរបស់គាត់គេងអត់ត្រូវបានស្កប់ដំណេកទេអាហ្នឹងគឺជាមូលហេតុដែលធ្វើឲ្យនេះនឹងគេងអត់សូវលូកមួយទៀតគាត់លហិតលហើយហ្នឹងហើយហ្នឹងក៏ខ្ញុំបាននិយាយឲ្យអាការៈហ្នឹងហើយជាមួយនឹងចំណង់ចំណូលផ្លូវភេទរបស់គាត់នឹងចាប់តាមថយចុះណាហ្នឹងហើយថយចុះហ្នឹងហើយថយចុះអត់បើសមត្ថភាព
នៃលឹងរបស់គាត់ក៏អត់សូវមានគុណភាពដែរដោយសារអីថយចុះនៅ testosterone មួយទៀតប្រភេទទឹកកាមរបស់បុរសហ្នឹងក៏ថយចុះទៅតាមនឹងដែរគេហៅថាលទ្ធភាពនៃការបន្តពូជរបស់គាត់ហ្នឹងក៏ថយចុះទៅតាមនឹងដែរអាហ្នឹងគឺជារោគសញ្ញាមួយឲ្យយើងដឹងថាយើងកំពុងតែថយចុះនៅប្រភេទ testosterone ហ្នឹងដែលជារបស់បុរសណាហ្នឹងហើយឥឡូវអាហ្នឹងជារោគសញ្ញាវាមានច្រើនទៀតប៉ុន្តែជួនកាលទៅខ្ញុំចាំមិនអស់រោគសញ្ញាណាប៉ុន្តែអ្វីដែលខ្ញុំនិយាយទាំងអស់ទាំងប្រមាណហ្នឹងគឺថាវាសឹងនឹងគ្រប់គ្រាន់ហើយដែលជាលក្ខណៈមួយដែលធ្វើឲ្យយើងដឹងថាយើងកំពុងតែប្រឈមនឹងការខ្វះនៅ testosterone ហ្នឹងហើយអាហ្នឹងជារោគសញ្ញាដែលធ្វើឲ្យបងប្អូនដឹងហើយសួរថាតើ testosterone របស់បុរសហ្នឹងគឺមានកម្រិតប្រមាណដែលគេហៅថាកម្រិតស្តង់ដារគ្រប់ហើយតើយើងគួរតែធ្វើយ៉ាងម៉េចដើម្បីឲ្យដឹងថា testosterone ហ្នឹងយើងនៅកម្រិតប៉ុណ្ណាខ្វះឬក៏លើសឬក៏យ៉ាងម៉េចតាមរយៈនៃការបូមឈាមទៅមើលហ្នឹងហើយបូមឈាមហើយកម្រិតសួរថាបូមឈាមហ្នឹងតើគេគួរតែធ្វើបូមឈាមហ្នឹងក្នុងរយៈពេលណាហើយគួរតមអីខ្លះអីទេការតមការអីពេលមុននឹងយើងបូមឈាមអីទៅមើលហ្នឹងយើងជៀសវាងក្នុងការពិសានៅសូរ៉ាអីទាំងអស់ហ្នឹងទៅរួចហើយយើងគេងឲ្យបានកុំ late night រួចហើយពេលដែលទៅពិនិត្យបូមឈាមយកទៅមើលtestosterone ហ្នឹងគេលើកទឹកចិត្តពេលវេលាដែលល្អបំផុតពីម៉ោង7ទៅម៉ោង10ណាពីម៉ោង7ម៉ោង10ព្រឹកហ្នឹងគឺជាពេលវេលាដែលពេញបឹបរាងកាយរបស់យើងមានប្រមាណគឺថាវា show off នៅប៉ុណ្ណឹងគឺ maximum របស់យើងណាមានប៉ុណ្ណឹងហ្នឹងហើយបើសិនជាធ្លាក់ពីម៉ោង11 12ទៅបានយើងទៅបូមឈាមមើលចំនួន testosterone របស់យើងមានទាំងប្រមាណហ្នឹងវាจะថយចុះតាមពេលវេលារហូតទៅដល់វាអាចថយចុះវាអត់សក្រិតណាហ្នឹងហើយដូច្នេះពីម៉ោង7ទៅម៉ោង10ហ្នឹងគឺជាពេលពេញបឹបនៃtestosterone នៅក្នុងឈាមរបស់យើងគ្រប់ហ្នឹងហើយសំណួរសួរថាតើចំនួនប្រមាណដើម្បីឲ្យដឹងថានៅស្តង់ដារគ្រប់ឬក៏មិនគ្រប់គេលើកទឹកចិត្តឲ្យលើសពី300 nanogram ណា300 nanogram នៅក្នុង1 deciliter អានោះជាភាសាបច្ចេកទេសរបស់ពេទ្យយើងមិនបាច់ចាំទេណាគ្រាន់តែដឹងថាលើសពី300ធម្មតាស្តង់ដារគេលើកទឹកចិត្តពី300ទៅ800អានោះគឺជាស្តង់ដារដែលគេហៅថាយើងមិន testosterone របស់យើងនឹងនៅគ្រប់ល្មមក្នុងការទ្រទ្រង់រាងកាយរបស់យើងឲ្យយើងរស់នៅបានលក្ខណៈជាបុរសរក្សាសុខភាពរបស់យើងនឹងបានជួយឲ្យរាងកាយរបស់យើងនឹងធ្វើការគ្រប់បែបយ៉ាងបានគឺពី300ទៅ800ហ្នឹងគឺជាកម្រិតមួយធម្មតាដែលយើងនិយាយប៉ុន្តែបើសិនយើងរក្សាបានកាន់តែខ្ពស់វាកាន់តែល្អណាប៉ុន្តែត្រូវខ្ពស់មិនមែនខ្ពស់ដោយសារយើងប្រើថ្នាំខ្ពស់ដោយសារបន្តិចទៀតខ្ញុំនឹងប្រាប់ថាតើយើងគួរធ្វើយ៉ាងម៉េចដើម្បីរក្សាឲ្យបាន testosterone របស់បុរសយើងនឹងនៅរក្សាបានខ្ពស់ល្អរហូតតាមវ័យរបស់យើងណាហ្នឹងគ្រាន់តែឲ្យដឹងថាវាប៉ុណ្ណឹងពី300ទៅ800ហ្នឹងគឺថានេះហើយប៉ុន្តែបើសិនជាអាចពី800 900 1000អាហ្នឹងគឺថាកាន់តែល្អហ្នឹងហើយតាមលក្ខណៈធម្មជាតិខ្ញុំបញ្ជាក់ទៀតណាមិនមែនយើងប្រើថ្នាំដើម្បីឲ្យអុកម៉ូននឹងឡើងខ្ពស់អាហ្នឹងមិនល្អហើយថែមទាំងមានហានិភ័យ1 ពី 3ទៀតអូខេអញ្ចឹងហ្នឹងគឺជារោគសញ្ញាដែលខ្ញុំនិយាយឲ្យបងប្អូនយល់អំពីបញ្ហាហ្នឹងឥឡូវខ្ញុំចាប់ដើមចូលទៅដល់មូលហេតុតើហេតុអីបានជាធ្វើឲ្យយើងនឹងខ្វះនៅ testosterone ហ្នឹងតើមានមូលហេតុអីខ្លះដែលធ្វើឲ្យយើងខ្វះ testosterone ហ្នឹងគឺទី1វ័យរបស់មនុស្សយើងជាលក្ខណៈធម្មជាតិដូចខ្ញុំនិយាយអញ្ចឹងតាមអាយុកាលហ្នឹងគឺយើងមិនអាចគេចផុតទេវាតែងតែអញ្ចឹងហើយណាវាថយចុះតាមពេលវេលាតាមអាយុកាលក្នុង1ឆ្នាំយើងថយចុះ 1% នៃtestosterone របស់រាងកាយរបស់យើងនឹងគឺ 1% ក្នុង1ឆ្នាំណាហ្នឹងហើយទី1គឺដោយតាមអាយុកាលទី2ដោយសារ
យើងរស់នៅអត់មានគេថាមិនសូវមានអ្នកដែលមិនសូវបញ្ចេញនៅកម្លាំងពលកម្មឬក៏មិនសូវអ្នកបើនិយាយឲ្យចំអ្នកដែលមិនសូវធ្វើចលនាណាអ្នកខ្វះនៅចលនារាងកាយរបស់យើងហ្នឹងឬក៏ខ្វះនៅ exercise ឬក៏អ្នកដែលគឺថាសំណុកពេកណាអាហ្នឹងក៏ជាដើមចមមួយដែរហ្នឹងហើយដូច្នេះអាហ្នឹងគឺជាមូលហេតុដែលធ្វើឲ្យយើងនឹងថយចុះនៅ testosterone ហ្នឹងទី2ចំណីការញ៉ាំចំណីអាហារអត់មានគេថាអត់មានផាសុកភាពចំណីអាហារដែលយើងញ៉ាំ fast food ញ៉ាំប្រភេទខ្លាញ់ច្រើនធម្មតារាងកាយរបស់យើងកាលណាខ្លាញ់ច្រើនគឺសាច់ដុំវាថយចុះត្រូវចាំតែប៉ុណ្្នឹងហើយកាលណាខ្លាញ់ច្រើនវានឹងទាញ testosterone របស់យើងនឹងឲ្យខ្លាយទៅជាអរម៉ូនរបស់ស្ត្រី estrogen ចាំតែប៉ុណ្្នឹងទៅវាស្រួលចាំណាហ្នឹងហើយដូច្នេះការញ៉ាំនៅចំណីអាហារដែលខ្វះនៅប្រភេទជាតិខ្លាញ់ល្អក៏ដូចជាបងប្អូនត្រូវចាំថាប្រភេទអរម៉ូនហ្នឹងវាត្រូវការកពេញទាំងអស់ហ្នឹងវាត្រូវការខ្លាញ់ណាស់ដើម្បីបង្កើតបានអរម៉ូនក្នុងប្រធានបទមុនខ្ញុំតែងតែលើកទឹកចិត្តតែណាអ្វីកុំឲ្យពេកហ្នឹងក៏ត្រង់ថាកាលណាយើងតមពេកអត់មានជាតិខ្លាញ់អាហ្នឹងក៏ជាដើមចមធ្វើឲ្យរាងកាយរបស់យើងមិនអាចបង្កើតបានអរម៉ូនដែរដូច្នេះបន្តិចទៀតខ្ញុំនឹងរាយរាប់ក្នុងការញ៉ាំចំណីអាហារហ្នឹងតើយើងគួរធ្វើញ៉ាំចំណីអាហារមិនខ្លះដើម្បីរក្សាវាហ្នឹងដូច្នេះតកតងទៅនឹងការញ៉ាំចំណីអាហារដែលមិនមានផាសុកភាពដែលខ្វះនៅជីវជាតិអាហ្នឹងក៏ជាមូលហេតុដែលធ្វើឲ្យអរម៉ូននឹងថយចុះមូលហេតុបន្តមកទៀតហ្នឹងគឺអ្នកដែលសេពសូរ៉ាគ្រឿងស្រវឹងជាប្រចាំគឺអ្នកហ្នឹងគឺថាងាយនឹងថយចុះនៅប្រភេទអរម៉ូននឹងច្រើនជាងគេមួយទៀតអ្នកដែលគេងអត់គ្រប់គ្រាន់គឺសំខាន់អ្នកដែលគេងអត់គ្រប់គ្រាន់ late night រាល់ថ្ងៃគឺជាដើមចមដ៏ចម្បងមួយដែលធ្វើឲ្យ testosterone របស់បុរសនឹងថយចុះជាគំហុកមកតាមសិក្សាស្រាវជ្រាវមួយរបស់នៅមហាវិទ្យាល័យសហរដ្ឋអាមេរិកគេធ្វើការសិក្សាលើនិស្សិតដែលកំពុងតែពេញវ័យណានឹងនិស្សិតរៀបនឹងប្រឡងគេចង់ដឹងថាតើវាការថយចុះនៃ testosterone ហ្នឹងវាតកតងទៅនឹងការគេងមិនគ្រប់ផង stress ផងមនុស្សយើងពេលតែ stress ក៏ធ្វើឲ្យអរម៉ូននឹងថយចុះដែរដូច្នេះពេលគេធ្វើពិសោធន៍ទៅលើនិស្សិតមុនពេលប្រឡងគេធ្វើ test ប្រភេទtestosterone ហ្នឹងនៅកម្រិតប៉ុណ្ណាក្រោយពីនិស្សិតនឹងធ្វើការអត់ល្ងុយ stress ក្នុងការសិក្សារៀបប្រឡងហ្នឹងទៀតក្រោយពីនេះហ្នឹងគេធ្វើ test ហ្នឹងដល់គឺថាថយចុះពី10ទៅ 15% នៃចំនួនអរម៉ូនធម្មតារបស់និស្សិតហ្នឹងណាដូច្នេះការគេងជាមួយនឹងការ stress គឺជាដើមចមមួយដែលធ្វើឲ្យរាងកាយរបស់យើងនឹងថយចុះនៅ testosterone យើងដឹងថាពេលដែលយើង stress រាងកាយរបស់យើងនឹងធម្មតាប្រព័ន្ធដូចខ្ញុំនិយាយខាងដើមអញ្ចឹងអរម៉ូនបង្កើតបានលុះត្រាតែខួរក្បាលរបស់យើងវាបញ្ចេញដល់អរម៉ូនមួយទៀតគេថា LH ហ្នឹង LH ហ្នឹងបាទវាមកធ្វើឲ្យអរម៉ូនជាមួយពងស្វាស់របស់យើងជាមួយកពេញហ្នឹងវាបង្កើតបានចុះកាលណាដែលយើង stress កាលណាយើង late night កពេញខួរក្បាលរបស់យើងហ្នឹងវាធ្វើការក្នុងរយៈពេលពីម៉ោងណាទៅម៉ោងណាក្នុងយប់ហ្នឹងហើយដល់ពេលដែលយើងគេងហួសពីពេលវេលាដែលវារាងកាយរបស់យើងវាជួសជុលរាងកាយរបស់យើងបញ្ចេញនៅអរម៉ូនហ្នឹងដូច្នេះយើងបាត់នៅឱកាសទទួលបាននៅប្រភេទអរម៉ូនហ្នឹងយើងអត់មានតែរោងចក្រប៉ុន្តែអត់មានវត្ថុធាតុដើមសម្រាប់ផលិតដូច្នេះការគេងអត់គ្រប់គឺជារឿងមួយដែលធ្វើឲ្យថយចុះនៅប្រភេទហ្នឹងហើយអ្នកដែលពិសាស្រាក៏ដូចជាបរិយជក់បរិយក៏ធ្វើឲ្យថយចុះនៅប្រភេទអរម៉ូននឹងជាកំហុកដែរនឹងគឺជាដើមចមនេះហើយអ្នកដែលគឺថា stress អត់មានពេលអត់មានដំណោះស្រាយហ្នឹង stress ជាប់ជានិច្ចហ្នឹង stress វាមានពីរប្រភេទ stress ណា stress មួយគឺ stress ល្អរាងកាយរបស់យើងក្នុងមួយថ្ងៃយើងប្រឹងធ្វើការងារនេះឲ្យវាបានចប់ដើមក្នុងមួយថ្ងៃឲ្យតាមរបៀបរៀបរយឲ្យបានសម្រេចក្នុងមួយថ្ងៃហើយយើងប្រភេទ stress ហ្នឹងគឺជាប្រភេទ stress ល្អ
stress ហ្នឹងគឺវាថែមទាំងពេលដែលយើងបានជោគជ័យការងារយើងរៀបចំគ្រប់គ្រាន់មានរបៀបរៀបរយស្រួលហើយហ្នឹងក៏ឲ្យរាងកាយរបស់យើងស្រាលដោះស្រាយរួចរាងកាយរបស់យើងវាបញ្ចេញនៅអរម៉ូនdopamine ហ្នឹងជាកាដូឲ្យរាងកាយរបស់យើងហ្នឹងគឺជួយយើងទៀតអាហ្នឹងជាប្រភេទ stress ល្អstress ដែលមិនល្អគឺថា stress រ៉ាំរ៉ៃដែលគ្មានដំណោះស្រាយធ្វើឲ្យយើងគេងមិនលក់បកមិនហើយគឺថាអត់មានដំណោះស្រាយនិយាយឲ្យចំទៅគឺជាប្រភេទ stress ដែលមិនដោះស្រាយមិនបាននឹងហើយដែលគឺជាដើមចមធ្វើឲ្យរាងកាយរបស់យើងវាថយចុះហ្នឹងហើយដូច្នេះមូលហេតុទាំងអស់ហ្នឹងហើយជាមួយនឹងការញ៉ាំចំណីអាហារបងប្អូនមួយចំនួនហ្នឹងគាត់ញ៉ាំគាត់អត់ខ្វល់ពីបញ្ហាសុខភាពគាត់អត់ដឹងថាតើញ៉ាំចំណីអាហារប្រភេទណាខ្លះដើម្បីឲ្យវាល្អរាងកាយអាហ្នឹងគឺជាដើមចមមួយទៀតដែរហ្នឹងហើយដូច្នេះនេះគឺជាមូលហេតុឥឡូវតើយើងគួរធ្វើយ៉ាងម៉េចដើម្បីរក្សាឲ្យបានប្រភេទអុកម៉ូននឹងនៅថេណានៅថេដើម្បីគ្រប់គ្រងចិញ្ចឹមរាងកាយរបស់យើងរក្សាយើងជាបុរសបានណារឿងដែលសំខាន់ជាងគេបំផុតក្នុងជីវិតរស់នៅរបស់យើងនាមជាបុរសមិនមែនថាត្រឹមបុរសស្ត្រីក៏ចឹងដែរចំណុចមួយនេះគឺថាចំណុចគឺថាពិភពលោកគេថា universal អ្នកណាក៏ទទួលស្គាល់ទាំងអស់លំហាត់ប្រាណគឺជាមូលហេតុមួយដែលធ្វើឲ្យយើងនឹងអាចរក្សាបាននៅអុកម៉ូននឹងបានល្អតើលំហាត់ប្រាណយើងគួរតែធ្វើលំហាត់ប្រាណប្រភេទណាលំហាត់ប្រាណដើម្បីរក្សានៅtestosterone ដើម្បីឲ្យរាងកាយរបស់យើងនឹងបញ្ចេញនៅtestosterone នឹងបានល្អក្នុងលំហាត់ប្រាណគេណែនាំឲ្យយើងគួរតែប្រើនៅប្រភេទលំហាត់ប្រាណដែលជំរុញឲ្យរាងកាយរបស់យើងនឹងហត់រាងកាយរបស់យើងនឹងបូមយកអុកស៊ីហ្សែន maximum ដែលភាសាកាត់គេហៅថា VO2 max VO2 max ហ្នឹងបានន័យថា V ហ្នឹង volume O2 ហ្នឹងគឺ oxygen ណា max គឺ maximum volume នៃ oxygen maximum ចូលមករាងកាយរបស់យើងតើយើងធ្វើយ៉ាងម៉េចដើម្បីឲ្យ volume oxygen វាចូលមករាងកាយរបស់ដើម្បីឲ្យរាងកាយយើងទទួលបាននៅ oxygen បាននេះហ្នឹងវាទាមទារឲ្យរាងកាយរបស់យើងធ្វើចលនាហឹកហាក់ពេលដែលយើងហត់រឿងរត់ខ្លាំងឬក៏យើងរត់ជាពិសេសគឺរត់ឬក៏លើកប្រភេទ alter ប្រភេទធ្ងន់ណាដែលធ្វើឲ្យរាងកាយរបស់យើងប្រឹងអស់ពីសមត្ថភាពអាហ្នឹងគឺជាប្រភេទហ្នឹងគឺតែមានប្រសិទ្ធភាពបំផុតក្នុងការរក្សានៅ testosterone ហ្នឹងប៉ុន្តែតើយើងគួរតែធ្វើយ៉ាងម៉េចដើម្បីឲ្យសមស្របក្នុងការលំហាត់ប្រាណហ្នឹងដើម្បីជៀសវាងក្នុងការគ្រោះថ្នាក់គេលើកទឹកចិត្តដោយលោកវិជ្ជបណ្ឌិត David Sinclair ដែលជាអ្នកវិទ្យាសាស្ត្រជនជាតិអូស្ត្រាលីប៉ុន្តែគាត់ធ្វើការនៅមហាវិទ្យាល័យ Harvard គាត់ជាអ្នកស្រាវជ្រាវផ្នែក longevity gene ហ្នឹងគាត់បានណែនាំថាយើងមិនបាច់ត្រូវការចំណាយពេល2ម៉ោង3ម៉ោងទៅផ្អិចនៅកន្លែងហាត់ប្រាណនោះទេទៅកន្លែងបន្ទប់ gym នោះទេរាងកាយរបស់យើងក្នុងមួយថ្ងៃយើងត្រូវការតែពី15ទៅ20នាទីហ្នឹងគឺគ្រប់គ្រាន់ហើយក្នុងការលំហាត់ប្រាណហើយលំហាត់ប្រាណនឹងទៀតបើសិនជាយើងចង់រក្សាសុខភាពរបស់យើងនឹងលំហាត់ប្រាណទី1គេបើសិនជាបងប្អូនមានលទ្ធភាពទៅកន្លែង gym ត្រឹមត្រូវហើយក៏បានដែរប៉ុន្តែមិនបាច់ទៅប្រើពេលវេលាប៉ុន្តែយើងត្រូវធ្វើយ៉ាងម៉េចហាត់ឲ្យវាមានប្រសិទ្ធភាពឲ្យត្រឹមត្រូវដូចជាឧទាហរណ៍ដូចជារូបខ្ញុំផ្ទាល់ខ្ញុំអត់ទៅកន្លែង gym ទេខ្ញុំគ្រាន់តែនៅផ្ទះខ្ញុំហ្នឹងគ្រាន់តែរៀបចំកន្លែងហាត់ប្រាណធម្មតាគ្រាន់តែមានដុំដែកប្រភេទ dumbbell ហ្នឹងប្រភេទស្រាលប្រភេទធ្ងន់ជាមួយនឹង alter ប្រភេទស្រាលហើយជាមួយនឹងម៉ាស៊ីនរត់នៅនឹងកន្លែងគឺគ្រប់គ្រាន់ក្នុងការហាត់ហើយដូច្នេះក្នុងន័យហ្នឹងរាងកាយរបស់យើងលេយ៉ាងម៉េចយើងហាត់ធ្វើយ៉ាងម៉េចក្នុងការដែលបើសិនជាយើងរត់ត្រឹមតែក្នុងរយៈពេលគេលើកទឹកចិត្តឲ្យយើងរត់ឲ្យ maximum
ប៉ុន្តែដំបូងមុននឹងទៅដល់ maximum យើងត្រូវរត់យឺតមួយដើម្បីកម្ដៅសាច់ដុំហើយសិនរួចហើយចាប់ផ្ដើមបង្កើនល្បឿនលេយ៉ាងម៉េចត្រូវ push ឲ្យរាងកាយរបស់យើងនឹងរត់ឲ្យវាតាមសមត្ថភាពប៉ុន្តែលើរាងកាយរបស់យើងតើសន្លាក់ឆ្អឹងឆ្អែងរបស់យើងនឹងវាមានបញ្ហាអីឬក៏អត់បើសិនជាអត់ទេគេលើកទឹកចិត្តឲ្យយើងរត់ត្រឹមរយៈពេលពី40 second ទៅ50 second ហ្នឹងគឺគ្រប់ហើយមិនដល់1នាទីទេប៉ុន្តែត្រូវឲ្យវាតូចគេថា maximum នៃបញ្ចេញកម្លាំងហ្នឹងដើម្បីឲ្យបេះដូងរបស់យើងសឹងលុតចេញមកក្រៅហ្នឹងសម្រាប់អ្នកសុខភាពធម្មតាទេណាហ្នឹងហើយដូច្នេះក្នុងរយៈពេល40ទៅ50 second ហ្នឹងរត់ហើយហ្នឹងយើងឈប់មកបន្តិចសិនដើម្បីសម្រួលដកដង្ហើមដើម្បីបញ្ចូលអុកស៊ីហ្សែនឲ្យវាបានគ្រប់ពេញមករាងកាយរបស់យើងពេលហ្នឹងដែលជាពេលមួយល្អសម្រាប់ក្នុងការបង្កើតនៅតេស្តូស្តេរ៉ូនហ្នឹងដូច្នេះខ្ញុំគ្រាន់តែក្នុងនេះហ្នឹងខ្ញុំគ្រាន់តែលើកបំដែកឬក៏រត់នៅលើម៉ាស៊ីនហ្នឹងក្នុងតែមួយថ្ងៃខ្ញុំប្រើពេលវេលាតែ15ទៅ20នាទីទេហើយគ្រប់គ្រាន់ហើយជាពិសេសដើម្បីបើសិនជាបងប្អូនមានបញ្ហាដូចថាសន្លាក់ជង្គង់ឬក៏ឆ្កេះអីរត់ទៅធ្វើឲ្យឆ្អឹងសន្លាក់ឆ្អឹងខ្នងរបស់គាត់មានបញ្ហាអីចឹងខ្ញុំលើកទឹកចិត្តយើងគ្រាន់តែច្រត់ដៃទៅលើfloor ហ្នឹងទៅលើខាងក្រោមហ្នឹងរួចហើយជើងយើងសម្ដុកឲ្យត្រង់មកដៃយើងច្រត់រួចហើយយើងរត់គេហៅថា climb mountain វាឡើងភ្នំណាហ្នឹងហើយដូច្នេះដៃយើងច្រត់ហើយហ្នឹងហើយជើងយើងផ្លាស់ប្ដូរគ្នាជើងឆ្វេងជើងស្ដាំហ្នឹងយើងអង្គុញជង្គង់ឡើងមកសឹងតែប៉ះនៅដើមទ្រូងយើងហើយបានយើងពលាតចុះទៅក្រោមជើងឆ្វេងឡើងម្ដងដូរវេនគ្នាជើងទាំងសងខាងហ្នឹងដូចយើងរត់នៅនឹងកន្លែងដៃយើងច្រត់ទៅខាងមុខហ្នឹងគឺថាយើងប្រឹងលេងយ៉ាងម៉េចរត់ឲ្យវាលឿនហើយជើងយើងហ្នឹងត្រូវតែអង្គុញឡើងមកជង្គង់យើងសឹងដល់ទ្រូងយើងសងខាងហ្នឹងផ្លាស់ប្ដូរហ្នឹងហើយយើងរាប់ទៅយើងអាចដំបូងអញ្ចឹងយើងអាចត្រឹម20 30 40 50ទៅដល់100ឬក៏150ទៅតាមតែកម្លាំងរបស់យើងប៉ុន្តែលេងយ៉ាងម៉េចឲ្យវាលឿនធ្វើយ៉ាងម៉េចឲ្យវាលឿនដើម្បីទិសដៅគឺថាធ្វើឲ្យបេះដូងរបស់យើងដើរកាន់តែលឿនរាងកាយរបស់យើងធ្វើកាន់តែសកម្មភាពកាន់តែខ្លាំងដើម្បីឲ្យអុកស៊ីហ្សែនចូលមកគ្រប់គ្រាន់អាហ្នឹងគឺមានប្រសិទ្ធភាពជាទីបំផុតដូច្នេះហើយមួយទៀតយើងគ្រាន់តែអង្គុយនៅលើកៅអីហើយអង្គុញជើងយើងដាក់ជើងចុះអង្គុញជើងចុះអញ្ចឹងដៃយើងនេះយើងទប់លើកៅអីយើងគ្រាន់តែលើកជើងឡើងអង្គុញដាក់ចុះអង្គុញដាក់ចុះដើម្បីអីគឺដើម្បីធ្វើឲ្យខ្លាញ់ក្បាលពោះរបស់យើងហ្នឹងវាស្រក់សាច់ដុំក្បាលពោះរបស់យើង6ផេករបស់យើងហ្នឹងវាចាប់ឡើងប៉ុន្តែយើងត្រូវការប្រើពេលវេលាបងប្អូនមួយចំនួនគាត់បានជាមានក្បាលពោះហើយយើងចាប់ផ្ដើមធ្វើប៉ុន្តែធ្វើត្រូវការពេលវេលាកុំគិតថាមើលឃើញគេហេតុអីបានជាគេអញ្ចេះហេតុអីជាយើងធ្វើឲ្យក្បាលពោះយើងអញ្ចឹងយើងធ្វើបដាយើងត្រូវ control នៅអាការដែលហូបចុកបញ្ចូលនៅ calorie របស់យើងនឹងបដាដូច្នេះហាត់ប្រាណគឺជារឿងមួយសំខាន់បំផុតបងប្អូនគួរតែនេះហើយពេលណាដែលរាងកាយរបស់យើងកាលណាដែលយើងហាត់ជាគេថាជា lifestyle របស់យើងជាទម្លាប់ហើយក្នុងមួយសប្តាហ៍យើងអាចធ្វើ7ថ្ងៃព្រោះត្រឹម15ទៅ20នាទីយើងអាចធ្វើរាល់ថ្ងៃក៏បានដែរឲ្យតែយើងអាចធ្វើបានឬក៏យើងធ្វើត្រឹមតែ5ថ្ងៃទុក2ថ្ងៃយើងរវល់អីយើងអត់បានធ្វើក៏មិនបញ្ហាដែរពេលណាដែលរាងកាយរបស់យើងវាមានអាសេបគ្រប់គ្រាន់ហើយសាច់ដុំរបស់យើងមានគ្រប់គ្រាន់ហើយក្បាលពោះរបស់យើងសិចផេកហើយសាច់ដុំជើងសាច់ដុំដៃរបស់យើងវាស្មើហើយអញ្ចឹងអានឹងគឺយើងគ្រាន់តែជាធ្វើជាប្រចាំរាល់ថ្ងៃអញ្ចឹង maintain រក្សាវាជាប្រចាំអញ្ចឹងទៅគឺរស់ដោយស្រួលសុខភាពល្អហើយជាមួយនឹងយើងរក្សាបានតេស្តូស្តេរ៉ូនហ្នឹងគឺនៅថេណាល្អហើយជួយថែមទាំងជួយសន្ទះត្រូនៃពោះយើងផ្នែកខាងក្រោមហ្នឹងឲ្យបានរឹងមាំទៀតកាលណាដែលយើងមាន6ផេកនៅលើក្បាលពោះរបស់យើងហើយបានន័យថាសាច់ដុំរបស់យើងហ្នឹងវារឹងហើយនៅតាមសន្ទះត្រូពោះរបស់យើងណាបងប្អូនត្រូវចាំថាសន្ទះត្រូពោះរបស់យើងជាមួយនឹងពងស្វះរបស់យើងវាមានស្រទាប់ស្ដើងមួយទេតែខាន់ណា
ហើយបើសិនជាយើងអត់ហាត់ប្រាណអត់អីជាមួយនឹងក្បាលពោះរបស់យើងមានខ្លាញ់ច្រើនបង្កើតសម្ពាធហ្នឹងក៏ងាយធ្វើឲ្យពោះវៀនពោះតាំងរបស់យើងហ្នឹងវាធ្លាក់ចូលមកក្នុងពងស្វាបងប្អូនដែលធ្លាប់ឃើញជួបប្រទះទេហ្នឹងដោយសារអីពោះយើងហ្នឹងវាមានខ្លាញ់ច្រើនបន្តជាសម្ពាធមួយជួយរុញពោះវៀនពោះតាំងរបស់យើងចុះទៅផ្នែកខាងក្រោមគប់ផ្សំជាមួយអាយុកាលរបស់យើងពី40 50ឡើងទៅវាចាំដល់ម៉ាសូថូនរបស់យើងវាយាទៀតវាងាយនឹងធ្លាក់ចុះទៅក្រោមហ្នឹងគឺជារឿងមួយគឺថាក៏គ្រោះថ្នាក់ដែរបើសិនយើងទៅពេទ្យមិនតាន់វាអាចរលួយពោះវៀនពោះតាំងអីអាហ្នឹងក៏ជារឿងមួយទៀតដូច្នេះការដែលហាត់ប្រាណប្រភេទហ្នឹងគឺល្អហ្នឹងដូច្នេះទី1ហាត់ប្រាណខ្ញុំនិយាយវាវែងបន្តិចឲ្យត្រង់កន្លែងហាត់ប្រាណហ្នឹងព្រោះថានេះគឺជាចំណុចមួយដែលធ្វើឲ្យយើងនឹងកាត់បន្ថយខ្លាញ់ហើយកាលណាកាត់បន្ថយខ្លាញ់យើងលែងបាត់នៅ testosterone ហ្នឹងហើយកាលណាក្បាលពោះយើងមាន six pack ហើយយើងឈប់ខ្វល់យើងអត់មានភ័យរាងកាយរបស់យើងត្រូវចោលលួចទៀតទេរាងកាយរបស់យើងចោលលួចចោលនៅមកពីណា enzyme aromatase គឺជាចោលលួច testosterone របស់យើងឲ្យคล้ายទៅជាestrogen ដែលជាអរម៉ូនរបស់ស្ត្រីហ្នឹងដូច្នេះដើម្បីកុំឲ្យចោលលួចយើងត្រូវតែបំបត្តិស្បុកចោលសិនហ្នឹងហើយណាស្បុកចោលនៅណាគឺក្បាលពោះយើងហ្នឹងហើយក្បាលពោះក៏ដូចជាតាមក្លៀកតាមនងតាមអីហ្នឹងបំហាត់ប្រាណដើម្បីនេះការបងប្អូនត្រូវចាំណាត្រូវអត់មានខ្លាញ់ហ្នឹងយើងរួចផុតមួយហើយលក្ខណៈជាបុរសរបស់យើងហ្នឹងគឺថានៅជាបុរសពេញតួហើយtestosterone របស់យើងមិនត្រូវចោលលួចប៉ុន្តែយើងត្រូវតែបំពេញបន្ថែមនៅចំណីអាហារណាអូខេទី1លំហាត់ប្រាណទី2យើងត្រូវញ៉ាំនៅចំណីអាហារដែលមានសុខភាពល្អឲ្យបានគ្រប់ត្រូវរក្សាជាតិសាច់ឲ្យបានគ្រប់គ្រាន់ធម្មតាជាតិសាច់នៅក្នុងរាងកាយរបស់យើងមិនអាចបំលែងជាតិសាច់យកមកអីនៅក្នុងរាងកាយរបស់យើងមិនអាចបង្កើតជាតិសាច់ឲ្យយើងទេជាតិសាច់ហ្នឹងប្រូតេអ៊ីនហ្នឹងវាត្រូវការបញ្ចូលពីខាងក្រៅមកណាដូច្នេះបើសិនជាកាលណាយើងបញ្ចូលជាតិសាច់អត់គ្រប់យើងបានសាច់មកពីណាដើម្បីបង្កើតសាច់របស់យើងណាត្រូវចាំអញ្ចឹងណាសាច់សំខាន់ណាសាច់គឺត្រូវការពីក្រៅចូលមកហើយក្នុងរាងកាយរបស់យើងអរម៉ូនមួយចំនួនរាងកាយរបស់យើងវាចេះធ្វើខ្លួនឯងបង្កើតបាននៅក្នុងស្រុកប៉ុន្តែចំពោះសាច់ដុំគឺត្រូវការបញ្ចូលពីខាងក្រៅមកត្រូវចាំអញ្ចឹងណាបញ្ចូលពីខាងក្រៅតាមរយៈបំពេញនៃជាតិសាច់ហ្នឹងគឺថាសាច់ក្រហមឬក៏សាច់សសាច់ត្រីសាច់អីហ្នឹងគឺជាប្រភេទសាច់ដែលរាងកាយរបស់យើងត្រូវការដើម្បីយកមកប្រើប្រាស់ប៉ុន្តែសាច់ក្រហមជាតិសាច់គេលើកទឹកចិត្តឲ្យយើងប្រើមិនច្រើនក្នុងមួយថ្ងៃទេក្នុងមនុស្សពេញវ័យរបស់យើងហ្នឹងគេគិតជាគីឡូណា1.2 1.2 ក្រាមទៅ1.6 ក្រាមក្នុង1គីឡូក្រាមនៃទម្ងន់ខ្លួនរបស់យើងណាដូច្នេះយើងថា 1.2 ក្រាមទៅ 1.6 ឥឡូវយើងថា 1.5 ទៅចុះនៅក្នុងកំឡុងហ្នឹងអាហ្នឹងគឺជាក្រិតក្រមរបស់អង្គការសហប្រជាជាតិគេឲ្យលើកទឹកចិត្តឲ្យយើងប្រើជាតិសាច់ក្នុងមួយថ្ងៃណាដូច្នេះយើងថា 1.5 ទៅហ្នឹងហើយ 1.5 ពីកំឡុងពី 1.2 ទៅ 1.6 ដែលគេកំណត់ហ្នឹង6.ហ្នឹង 1.6 ហ្នឹងក្នុងកំឡុងហ្នឹងដូច្នេះយើងថា 1.5 ក្រាមបងប្អូនមានម៉ាស៊ីនគិតលេខហ្នឹងយើងយកមកគុណទៅបងប្អូនសាកមើលរាងកាយរបស់យើងមានប្រមាណគីឡូគុណនឹង 1.5 ទៅ 1.5 គុណទៅឃើញប្រមាណវាចេញជាក្រាមហើយណាដូច្នេះជាតិសាច់ត្រូវប៉ុណ្ណឹងប៉ុន្តែដើម្បីឲ្យស្រួលចាំក្នុងមួយថ្ងៃយើងមនុស្សពេញវ័យយើងប្រើក្នុងខ្ទង់ពី9ទៅ1ខាំហ្នឹងហើយ90ទៅ1ក្រាម100 ក្រាមហ្នឹងគឺគ្រប់គ្រាន់ហើយអាហ្នឹងគឺស្តង់ដារហើយវាមិនលើសហ្នឹងណាហើយសួរប៉ុណ្ណឹងប៉ុណ្ណាផើប៉ុន3ធ្នប់ដៃនៃរៀងយើងហ្នឹងគឺគ្រប់គ្រាន់ក្នុងមួយថ្ងៃហើយជាតិសាច់ហ្នឹងណាយកមកប្រើហ្នឹងព្រោះថាជាតិសាច់វាមិនមែននៅតែក្នុងជាតិសាច់ដែលសាច់សត្វហ្នឹងទេក្នុងចំណីអាហារមួយចំនួនពីរុក្ខជាតិមកហ្នឹងដូចជាសណ្ដែកដូចជាស្អីហ្នឹងក៏វាមានប្រភេទសាច់នៅក្នុងហ្នឹងដែរ
ដូច្នេះសាច់សត្វហ្នឹងគឺគេឲ្យយើងប្រើដូចខ្ញុំនិយាយខាងដើមអញ្ចឹងដូច្នេះត្រូវបំពេញជាតិសាច់ហ្នឹងឲ្យបានគ្រប់គ្រាន់ទី2យើងត្រូវដឹងថាអុកម៉ូនវាបង្កើតបានគឺវាទាមទារឲ្យវាមានខ្លាញ់គ្រប់គ្រាន់ដើម្បីបង្កើតខ្លាញ់ដើម្បីបង្កើតអុកម៉ូនណាស្ត្រីក៏ដូចជាបុរសកាលណាយើងតមខ្លាំងពេកយើងអត់មានបញ្ចូលចិត្តខ្លាញ់គ្រប់គ្រាន់ណារាងកាយរបស់បុរសហ្នឹងគឺកប្រឹងឬក៏ស្ត្រីហ្នឹងគឺស្គមកឹកហ្នឹងដោយសារអីដោយសារកពេញក្នុងរាងកាយរបស់គាត់ហ្នឹងអត់មានជាតិខ្លាញ់អត់គ្រប់ជាតិខ្លាញ់គឺជាភ្នាក់ងារមួយដើម្បីជាវត្ថុធាតុដើមដើម្បីឲ្យក្រពេញរាងកាយរបស់យើងបង្កើតនៅអុកម៉ូនហ្នឹងដូច្នេះកាលណាខ្វះខ្លាញ់គឺវានឹងខ្វះអុកម៉ូនប៉ុន្តែសួរថាខ្លាញ់ប្រភេទណាត្រូវបញ្ចូលនៅប្រភេទខ្លាញ់ល្អណាហ្នឹងហើយខ្លាញ់ល្អជាប្រភេទខ្លាញ់ណាខ្លាញ់ដែលមានអូមេហ្គា3ប្រភេទខ្លាញ់ដែលមានអូមេហ្គា3ដូចជាខ្លាញ់ពីខ្លាញ់ត្រីក៏ដូចជាខ្លាញ់អូលីវoil ហ្នឹងហើយប្រភេទខ្លាញ់ហ្នឹងគឺជាប្រភេទខ្លាញ់ល្អដូច្នេះយើងកាត់បន្ថយខ្លាញ់សត្វប៉ុន្តែយើងត្រូវបំពេញមកវិញតាមខ្លាញ់អូមេហ្គា3នៅលើរាងកាយរបស់យើងដោយឧទាហរណ៍ដូចខ្ញុំផ្ទាល់ចិត្តខ្លាញ់របស់ខ្ញុំមិនលើសបូករួមជាមួយនឹងខ្ញុំតមខ្លាញ់ប៉ុន្តែខ្ញុំបន្ថែមខ្លាញ់អីខ្លាញ់ប្រេងអីគឺប្រេងអូលីវខ្ញុំញ៉ាំភាគច្រើនខ្ញុំញ៉ាំសាច់ឲ្យរៀងសាច់កុំឲ្យមានសូវមានខ្លាញ់តិចតួចជាមួយនឹងពេលរាល់ព្រឹកខ្ញុំប្រើប្រភេទoriginal virgin olive oil ណាហ្នឹងគេថាប្រភេទដែលគេថា original ណាប្រភេទហ្នឹងគេមិនមែនសម្រាប់ cooking ទេអាហ្នឹងគេសម្រាប់ញ៉ាំឆៅទេ olive oil ប្រភេទហ្នឹងគឺជាប្រភេទសុទ្ធណារាល់ព្រឹកខ្ញុំតែងតែញ៉ាំមួយពែងចកបងប្អូនស្គាល់ពែងចកមកបន្តិចចឹងចាក់មកដាក់តែមកក្អឹកទៅលេបផឹកទឹកទៅអាហ្នឹងគឺយើងពេញចិត្តខ្លាញ់សម្រាប់រាងកាយរបស់យើងក្នុងមួយថ្ងៃគឺជាប្រភេទខ្លាញ់ល្អណាដើម្បីយកមកប្រើប្រាស់ក្នុងរាងកាយរបស់យើងញ៉ាំនៅចំណីអាហារដែលមិនសូវមានខ្លាញ់សត្វច្រើនទៅគឺថាសុខភាពយើងល្អហើយប្រភេទខ្លាញ់អាក្រក់អីវាអត់កើនទេដូច្នេះអាហ្នឹងគឺជាវិធីមួយក្នុងការញ៉ាំចំណីអាហារត្រូវជ្រើសរើសយកនៅប្រភេទហ្នឹងហើយសួរថាចំណីអាហារហ្នឹងជាតិសាច់ទាំងអស់ហ្នឹងហើយជាមួយនឹងត្រីដែលគ្រប់ប្រភេទត្រីដែលមានខ្លាញ់ហ្នឹងគឺបងប្អូនញ៉ាំចាស់គឺខ្លាញ់ល្អហើយហ្នឹងហើយមួយទៀតត្រូវញ៉ាំម្ហូបណាដែលវាមានជាតិសង្កសីណាជាតិសង្កសីគ្រប់គ្រាន់ជាតិសង្កសីហ្នឹងនៅណាច្រើនជាពិសេសគឺនៅក្នុងគ្រឿងសមុទ្រដែលមានសបកដែលមានជាតិខាល់ស្យូមក៏ដូចជាសង្កសីក្នុងហ្នឹងហើយវាមានច្រើនបំផុតនៅក្នុង oyster ក្រុមសមុទ្រហ្នឹងណា oyster បងប្អូនស្គាល់គ្រប់គ្នា oyster ហ្នឹងដូចខ្ញុំនិយាយច្រើននេះហើយoyster ហ្នឹងគឺប្រភេទហ្នឹងវាជួយពង្រឹងផ្លូវភេទរបស់បុរសដោយសារអីញ៉ាំចូលទៅវាមានជាតិ zinc ហ្នឹងជាតិសង្កសីហ្នឹង zinc អសនេះ zinc ហ្នឹងសង្កសីហ្នឹងពេលចូលទៅហ្នឹងវាជួយឲ្យអុកម៉ូនរាងកាយរបស់យើងបង្កើតបានអុកម៉ូន testosterone នឹងបានល្អហ្នឹងហើយជាមួយប្រភេទត្រីសាច់ត្រីញ៉ាំត្រីprotein ពីត្រីហ្នឹងគឺថាល្អធ្វើជួយជំរុញនៅបង្កើតនៅគេហៅថាទឹកកាមរបស់បុរសបានល្អណាបានច្រើនហ្នឹងហើយដូច្នេះប្រភេទត្រីហើយជាមួយនឹងoyster ហើយក៏ដូចជាបើសណ្ដែកគ្រប់ប្រភេទសណ្ដែកជាពិសេសគឺសណ្ដែកគេហៅថាសណ្ដែកដែលយើងយកមកធ្វើទឹកសណ្ដែកញ៉ាំហ្នឹងណាញ៉ាំអាហ្នឹងគឺវាល្អដោយសារអីក្នុងទឹកសណ្ដែកហ្នឹងវាមានជាតិម្យ៉ាងគេថា isoflavone ហ្នឹងគឺវាជួយក្នុងការបង្កើតនៅអរម៉ូនរបស់បុរសក៏ដូចជាស្ត្រីហ្នឹងដូច្នេះប្រភេទហ្នឹងគឺល្អហ្នឹងហើយត្រូវញ៉ាំប៉ុន្តែកុំឲ្យវាច្រើនពេកអញ្ចឹងណាហ្នឹងហើយប្រភេទសណ្ដែកនិយាយរួមទៅគ្រប់ប្រភេទសណ្ដែកឲ្យតែម្ហូបដែលមកពីប្រភេទសណ្ដែកមានសណ្ដែកសៀងសណ្ដែកបាយសណ្ដែកគុយសណ្ដែកផ្ដុស
សណ្ដែកបដោះហ្នឹងវាធ្វើមកពីសណ្ដែកបាយហើយសណ្ដែកបដោះហ្នឹងគឺថាមានទូនាទីសំខាន់ណាស់ក្នុងការធ្វើឲ្យផ្លូវភេទជាពិសេសគឺថាធ្វើឲ្យពងស្វារបស់យើងហ្នឹងបង្កើតបាននៅទឹកកាមជាមួយក៏ដូចជាអុកម៉ូនហ្នឹងបានល្អណាស់ហ្នឹងហើយដូច្នេះសណ្ដែកបដោះក៏ដូចជាសណ្ដែកបាយហ្នឹងហើយផលិតផលពីសណ្ដែកហ្នឹងគឺជួយបានល្អដូច្នេះប្រភេទហ្នឹងហើយជាមួយនឹងបន្លែផ្លែឈើដូចខ្ញុំនិយាយអញ្ចឹងបន្លែយើងលើកទឹកចិត្តឲ្យញ៉ាំនៅបន្លែគ្រប់មុខគេថា eating balance ឲ្យវាមានច្រើនមុខជិះវាងក្នុងការញ៉ាំតែបន្លែតែមួយមុខណាដែលយើងចូលចិត្តអញ្ចឹងណាបន្លែខៀវវាមានច្រើនប្រភេទបន្លែនីមួយៗមានសារជាតិបំពន់របស់វាផ្សេងគ្នាដូច្នេះលើកទឹកចិត្តឲ្យយើងត្រូវតែច្រើនមុខយើងផ្លាស់ប្ដូររៀងរាល់ថ្ងៃអញ្ចឹងទៅហ្នឹងហើយគឺវាសម្បូរនៅសារជាតិដែកជាមួយនឹង magnesium គ្រប់ផលិតផលរាងកាយរបស់យើងដើម្បីរក្សាឲ្យបានមានអុកម៉ូន testosterone ល្អហ្នឹងត្រូវការមួយទៀតគឺថាជាតិmagnesium ហ្នឹងក៏ជាផ្នែកមួយក្នុងការជួយបង្កើននៅអុកម៉ូននឹងដែរហើយជាមួយនឹង vitamin D ហើយសួរថាឥឡូវហ្នឹង magnesium វាមានន័យណាខ្លះដើម្បីយើងទៅរក magnesium ហ្នឹងយកមកញ៉ាំដើម្បីតាមលក្ខណៈធម្មជាតិមកវិញទៀតហើយដូចជាក្នុងគ្រប់ប្រភេទសណ្ដែកគ្រប់ប្រភេទគ្រាប់ធញ្ញជាតិណាគ្រាប់ almond គ្រាប់ walnut អីហ្នឹងគឺថាត្រូវញ៉ាំបើសិនជាបងប្អូនអាចមានលទ្ធភាពគឺថាញ៉ាំក្នុងមួយថ្ងៃហ្នឹងមកមុខបន្តិចជាប្រចាំរៀងរាល់ថ្ងៃទៅមួយថ្ងៃត្រឹមតែមួយក្តាប់ទៅគឺគ្រប់គ្រាន់ហើយក្នុងការបំពេញនៅ magnesium ហើយជាមួយនឹង vitamin D ហើយជាមួយ vitamin D ហ្នឹងល្អបំផុតយើងគួរតែទៅហាលថ្ងៃរៀងរាល់ថ្ងៃយ៉ាងហោចណាស់ក៏បានកន្លះម៉ោងដើម្បីទទួលយកវីតាមីនធម្មជាតិ vitamin D ធម្មជាតិហើយបើសិនបងប្អូននៅក្នុងធ្វើការនៅក្នុងម្លប់ទេអត់មានពេលវេលាដើម្បីទៅហាលថ្ងៃហាលអីទេអាហ្នឹងលើកទឹកចិត្តបងប្អូនគួរតែទៅពិនិត្យឈាមមើលតើវីតាមីន D របស់យើងវានៅកម្រិតធម្មតាឬក៏អត់បើសិនជាវាខ្វះនៅក្រោមកម្រិតនៅក្រោម50ទេអាហ្នឹងវិជ្ជបណ្ឌិតនឹងណែនាំឲ្យគួរតែបំពេញបន្ថែមនៅវីតាមីន D បើមិនអញ្ចឹងទេធ្វើឲ្យវា error អុកម៉ូនរបស់យើងប្រភេទហ្នឹងគឺវាថយចុះដូច្នេះវីតាមីន D ចូលរួមក្នុងការបង្កើតនៅអុកម៉ូនរបស់យើងហ្នឹងដូច្នេះបងប្អូនត្រូវចាំណាអុកម៉ូនហើយសួរថាវីតាមីន D ប្រមាណដើម្បីឲ្យវាល្អឲ្យសមរម្យនៅក្នុងរាងកាយរបស់យើងឲ្យគ្រប់គ្រាន់កុំឲ្យវាលើសកាលណាលើសពេកក៏អត់ល្អដែរកាលណាលើសពេកក៏ធ្វើឲ្យយើងមានគ្រោះក្នុងតម្រងនោមលាក់ទៅហ្នឹងហើយដូច្នេះវីតាមីន D ធម្មតាត្រូវតែឲ្យមានក្នុងពីកំឡុងពីលើសពី50ណាលើសពី50ឡើងទៅដល់100ហ្នឹងហើយបើសិនជានៅក្នុងកំឡុងហ្នឹងគឺវាល្អហើយយើងរស់នៅតាមលក្ខណៈធម្មជាតិរបស់យើងទៅយើងមិនបាច់បំពេញបន្ថែមក៏បានឬក៏បើសិនជានៅក្នុងកម្រិតពី50ទៅដល់ក្រោម100ហ្នឹងបើសិនបងប្អូនចង់ maintain ចង់បំពេញខ្លាចវាខ្វះវាថយចុះអីចឹងទៀតយើងគ្រាន់តែបំពេញបន្ថែមក្នុងមួយថ្ងៃមួយគ្រាប់នៃវីតាមីន D ដែលមានកម្រិត1000 IU ហ្នឹងទៅគឺគ្រប់គ្រាន់ហើយជា lifestyle ហើយណាវីតាមីន D ហ្នឹងហើយជាមួយនឹងវីតាមីន K2 ណាហើយជាមួយ magnesium បងប្អូនពេលទៅជួបវិជ្ជបណ្ឌិតឬក៏ទៅជួបអសតការីអញ្ចឹងយើងសួរយោបល់នៅអសតការីថាយ៉ាងតើយើងគួរប្រើ magnesium ប្រភេទណាដែលជាប្រភេទ magnesium ល្អអីចឹងទៅដើម្បីពិគ្រោះថែមដើម្បីទិញមកបំពេញបន្ថែមណាហ្នឹងហើយបើសិនជាបងប្អូនយល់ឃើញថាយើងញ៉ាំចំណីអាហារមិនបានគ្រប់គ្រាន់ដើម្បីបំពេញនៅ magnesium ហ្នឹងយើងគួរតែបំពេញទៅហ្នឹងអាហ្នឹងក៏ជាមូលហេតុធ្វើឲ្យយើងរក្សានៅអានេះហ្នឹងគឺជា lifestyle ធម្មតាអាហ្នឹងវាជារឿងមួយបើតាមខ្ញុំលើកទឹកចិត្តឲ្យបងប្អូនញ៉ាំនៅចំណីអាហារដូចតែខ្ញុំបានរ៉ាយរ៉ាំអញ្ចឹងមួយទៀតសំខាន់គឺបន្លែប្រភេទតើប្រភេទបន្លែប្រភេទណាដែលជួយឲ្យអុកម៉ូនបរិសុទ្ធរបស់យើងហ្នឹងវាល្អរក្សាបានបង្កើតបានអុកម៉ូនប្រភេទហ្នឹងគឺបងប្អូនខ្ទឹមបារាំងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនបើសិនជាអាចទេគួរតែញ៉ាំខ្ទឹមបារាំងរាល់ថ្ងៃ
ជា lifestyle ប៉ុន្តែកុំឲ្យវាច្រើនពេកក្នុងមួយថ្ងៃតែកន្លះមើមបើសិនបងប្អូនចូលចិត្តញ៉ាំឆៅឬក៏ឆាឬក៏ធ្វើជាលក់អីខ្ទឹមប្រភេទ onion purple ហ្នឹងប្រភេទពណ៌ស្វាយហ្នឹងគឺល្អហ្នឹងហើយវាមានសារជាតិជាច្រើនជាពិសេសគឺ antioxidant ណាហើយជួយផ្នែកផ្លូវភេទរបស់បុរសហ្នឹងជាមួយនឹងខ្ទឹមសណាប្រភេទខ្ទឹមសយើងអាចធ្វើជាជក់ខ្ទឹមឬក៏ញ៉ាំឆៅឬក៏អីប៉ុន្តែវាត្រង់តែវាធំក្លិនមាត់បន្តិចខ្ទឹមប៉ុន្តែវាជួយបង្កើតនៅអរម៉ូនឲ្យបុរសនឹងបានល្អណាស់នឹងខ្ទឹមហើយមួយទៀតគេហៅថាbeetroot ខ្មែរយើងនឹងគេហៅស្អីគេប្រភេទរបៀបដូចជាមើមបេគុអញ្ចឹងប៉ុន្តែពណ៌ឡើងពណ៌ស្វាយហ្មងណាហ្នឹងហើយពណ៌ស្វាយប្រភេទហ្នឹងគឺជួយដល់ផ្លូវភេទរបស់បុរសបង្កើតនៅអរម៉ូននឹងបានល្អខ្លាំងមែនតើប៉ុន្តែយើងមិនគួរញ៉ាំច្រើនពេកដែរយើងគួរតែផ្លាស់ប្ដូរណាហ្នឹងហើយផ្លាស់ប្ដូរញ៉ាំជាមួយមុខមួយថ្ងៃច្រើនពេញប៉ោះនឹងផ្លែពេញប៉ោះហ្នឹងគួរចឹងដែរពេញប៉ោះជាមួយ capsicum និយាយរួមទៅបន្លែផ្លែឈើដែលជាសរសៃហ្នឹងយើងគួរតែញ៉ាំឲ្យជាប្រចាំរៀងរាល់ថ្ងៃហើយឲ្យវាមានចម្រុះពណ៌ណាហ្នឹងគឺល្អដើម្បីរក្សានេះហ្នឹងដូច្នេះគ្រាន់តែប៉ុណ្្នឹងទេចំណីអាហារជាពិសេសគឺតែទម្លាប់នៃការរស់នៅត្រូវកាត់បន្ថយក្នុងការញ៉ាំនៅគ្រឿងស្រវឹងគ្រប់កំហុលហ្នឹងគឺថាវាធ្វើឲ្យ damage សរីរាង្គកាយកោសិការបស់យើងហើយជាមួយនឹងធ្វើឲ្យយើងចុះខ្សោយនៅអរម៉ូនរបស់បុរសហ្នឹងណាដូច្នេះយើងត្រូវតែជៀសវាងហើយជាមួយនឹងកាត់បន្ថយ stress ឲ្យបានខ្លាំងមែនតើបើសិនជាបងប្អូនមាន stress ដែលដោះស្រាយមិនចេញអីហ្នឹងយើងគួរតែទៅរកអ្នកដែលប្រឹក្សាយោបល់និយាយដើម្បីដោះស្រាយនៅបញ្ហាហ្នឹងដើម្បីកាត់បន្ថយ stress ឬក៏តាមវិទ្យាសាស្ត្រដែលមានគេថាលទ្ធផលល្អវិធីដែលដើម្បីឲ្យយើងកាត់បន្ថយ stress នឹងបានណាយើងប្រើវិធីគេថាវិធីដឹងគុណអាហ្នឹងខ្ញុំតាមសិក្សាស្រាវជ្រាវរបស់ខ្ញុំហ្នឹងគឺច្រើនណាស់ឯកសារច្រើនគឺគេទទួលស្គាល់កាលណាយើងបំលាស់ប្ដូរនៅការគិតរបស់យើងហ្នឹងណាយើងផ្លាស់ប្ដូរពីអាការ stress ដែលដោះស្រាយមិនចេញឬក៏រឿងខ្លះវាធ្ងន់ធ្ងរពេកអីចឹងណាយើងត្រូវគិតឲ្យវា positive ណាយើងត្រូវដឹងគុណអរគុណព្រះជាម្ចាស់ដែលខ្ញុំនៅមានអាយុនៅមានជីវិតដល់ពេលហ្នឹងខ្ញុំចេះចឹងណាហ្នឹងហើយបើសិនជាមិនចឹងទេដូចជាគេអញ្ចេះខ្ញុំនៅគ្រាន់បើជាងគេអញ្ចេះចឹងធ្វើឲ្យយើងវាធូរវាស្រាលជាងវិញហ្នឹងហើយត្រូវចាំថារឿងអីមួយចំនួនហ្នឹងវាកើតឡើងបើសិនជាយើងដោះស្រាយមិនចេញយើងទុកនឹងសិនទៅវាមួយរយៈមកយើងនឹងមានគេថាដំណោះស្រាយហើយហ្នឹងហើយពិបាកចំណុចកន្លែងហ្នឹងខ្ញុំក៏ពិបាកដែរទោះបីតែខ្លួនខ្ញុំភ្នាល់ក៏ចំការទៅក៏ពិបាកនឹងនេះដែរប៉ុន្តែយើងគួរតែទទួលស្គាល់យើងមិនអាចគេចផុតពីបញ្ហាទេយើងត្រូវប្រឈមនឹងបញ្ហាជីវិតមួយនេះរស់ដើម្បីជួបបញ្ហាហ្នឹងហើយបើគ្មានបញ្ហាវា no fun ហ្នឹងហើយដូច្នេះវាតែងតែមានហើយហ្នឹងហើយដូច្នេះថ្ងៃហ្នឹងមិនជួបបញ្ហាយើងត្រូវទប់អារម្មណ៍យើងថាស្អែកយើងនឹងមានបញ្ហាអីហើយដូច្នេះយើងរៀបចំអារម្មណ៍យើងជាមុនអញ្ចឹងទៅណាហើយមួយទៀតគេងកុំឲ្យ late night ណាបងប្អូនចំណុចសំខាន់ហើយជាមួយនឹងមុននឹងគេងរយៈពេល1ម៉ោងជៀសវាងក្នុងការប្រើនៅទូរស័ព្ទដៃណាព្រោះ screen ទូរស័ព្ទដៃហ្នឹងវាធ្វើឲ្យកាំរស្មីហ្នឹងវាចូលមកក្នុងខួរក្បាលរបស់យើងហ្នឹងធ្វើឲ្យយើងគេងអត់បានទេធ្វើឲ្យ melatonin ក្នុងខួរក្បាលរបស់យើងហ្នឹងវាអត់បញ្ចេញមកបានទេវានៅឃើញតែនេះហ្នឹងរូបភាពរបស់ iPhone ហ្នឹងណានឹងធ្វើឲ្យយើងគេងអត់លក់ពេលដែលយើងគេងអត់លក់ហ្នឹងអានឹងដោយសារអីដោយសារ cortisol វាកើនឡើង stress ក៏ធ្វើឲ្យ cortisol កើនយើង late night ហ្នឹងក៏ធ្វើឲ្យ cortisol ហ្នឹងកើនឡើងអាហ្នឹងcortisol ហ្នឹងកាលណាវាកើនឡើងក្នុងរាងកាយរបស់យើងហ្នឹងដូចជាកុងតាក់មួយបិទមិនឲ្យmelatonin ចេញមកហ
ហើយកាលណាមេឡាតូនីននឹងអត់ចេញមកយើងគេងអត់បានទេគឺថាដូចគេយកឈើចាក់ថ្មិញទល់នៅភ្នែកអញ្ចឹងដូច្នេះមេឡាតូនីនជាមួយកូទីសូលហ្នឹងប្រៀបបានជាកុងតាក់បិទបើសិនជាយើងបិទមកខាងនេះមេឡាតូនីននៅខាងលើអាហ្នឹងយើងគេងលក់ហើយបើសិនជាយើងមានរឿងអីដោះស្រាយមិនចេញកូទីសូលចេញមកច្រើនវារុញមេឡាតូនីនមិនឲ្យចេញបានន័យថាយើងរុញកុងតាក់ឲ្យយើងបើកភ្លើងដូច្នេះយើងគេងអត់បានអញ្ចឹងគេលើកទឹកចិត្តឲ្យយើងកុំមើលទូរស័ព្ទមុនពេលគេងហ្នឹង1ម៉ោងណាយើងត្រូវបិទហើយបើសិនមើលទូពីចម្ងាយឬក៏អីហ្នឹងធម្មតានឹងមួយទៀតទី2ដើម្បីឲ្យយើងនេះហ្នឹងយើងបើសិនពិបាកគេងពេលយប់អីហ្នឹងគេឲ្យយើងធ្វើសមាធិឬក៏ដកដង្ហើមវែងដើម្បីឲ្យអុកស៊ីហ្សែនចូលមកក្នុងរាងកាយរបស់យើងគ្រប់ទៅរួចហើយបានយើងគេងទៅហ្នឹងហើយអនាម័យក្នុងបន្ទប់គេងឲ្យបានស្រួលទៅគេងបានល្អទៅអាហ្នឹងជាវិធីដែលអាចជួយក្នុងការសម្រួលក្នុងការគេងណាហ្នឹងហើយដូច្នេះវិធីងាយទាំងអស់ហ្នឹងទេប៉ុន្តែខ្ញុំនិយាយវាជាការមួយស្រួលប៉ុន្តែបើសិនជាបងប្អូនយល់អំពីបញ្ហាអត្ថប្រយោជន៍នៃtestosterone អុកម៉ូនរបស់បុរសហ្នឹងបងប្អូនគួរតែចាប់ផ្ដើមគិតពីពេលហ្នឹងតទៅណាហ្នឹងហើយដូច្នេះខ្ញុំក៏អត់មានស្អីឲ្យវាលើសពីហ្នឹងទេគ្រាន់តែឲ្យបងប្អូនយល់អំពីបញ្ហាហ្នឹងហើយសំខាន់បំផុតបងប្អូនដែលជាបុរសយើងត្រូវរក្សារាងកាយរបស់យើងត្រូវរក្សានៅភាពយើងជាបុរសកុំបណ្ដែតបណ្ដោយឲ្យយើងคล้ายទៅជាពាក់កណ្ដាលបុរសពាក់កណ្ដាលស្ត្រីដោយមិនដឹងខ្លួនណាហ្នឹងហើយដូច្នេះកាលណាដែលយើងធ្វើលំហាត់ប្រាណជាប្រចាំរាល់ថ្ងៃអញ្ចឹងធ្វើឲ្យឆ្អឹងឆ្អែងរបស់យើងសាច់ដុំរបស់យើងនៅរឹងមាំយើងរស់យើងកាត់បន្ថយនៅជំងឺរ៉ាំរ៉ៃជាច្រើនតទៅទៀតមិនមែនត្រឹមតែអរម៉ូនប៉ុណ្្នឹងទេយើងអាចធ្វើឲ្យ70% ការពារនៃជំងឺរ៉ាំរ៉ៃបានណាដូច្នេះសូមសង្ឃឹមថាក្រោយពីបងប្អូនទស្សនានៅคลิปវីដេអូនេះបងប្អូនសរុបសេចក្តីមកពិចារណាមើលតើយើងគួរតែធ្វើយ៉ាងម៉េចមើលមករាងកាយរបស់យើងតើយើងមានលើសគីឡូឬក៏អត់ក្បាលពោះរបស់យើងមានធំឬក៏អត់បើសិនធំហើយយើងក៏គួរយើងធ្វើយ៉ាងម៉េចយើងត្រូវគិតដំណោះស្រាយស្ដាប់យល់ហើយចាប់ផ្ដើម action ពីពេលនេះតទៅណាហ្នឹងហើយខ្ញុំសង្ឃឹមថាបងប្អូនក្រោយពីយល់ហើយបងប្អូននឹងចាប់ផ្ដើមអនុវត្តបញ្ហាសុខភាពនឹងថែសុខភាពតាមរយៈដែលខ្ញុំនិយាយនឹងហើយបងប្អូននឹងមានសុខភាពល្អហ្នឹងហើយបើសិនជាយល់ឃើញថាប្រធានបទនេះមានសារៈសំខាន់ក៏សូមជួយចែករំលែកទៅបងប្អូនយើងដើម្បីឲ្យគាត់ជាចំណេះដឹងដែរហ្នឹងហើយបើសិនជាបងប្អូនជាស្ត្រីឃើញคลิปហ្នឹងហើយយើងគួរតែផ្ញើคลิปហ្នឹងទៅគ្រួសារយើងបងយើងប្អូនយើងដើម្បីឲ្យគាត់យល់ក្នុងការថែរក្សានៅសុខភាពជាបុរសរបស់គាត់ណាហ្នឹងហើយដើម្បីជាសុភមង្គលគ្រួសាររបស់យើងទាំងអស់គ្នាអូខេសូមអរគុណសូមជម្រាបលា